អាត្មានឹកឃើញរឿងកោសយៈសិទ្ធិចង់និទានឲ្យញោមស្ដាប់ពីដើមមានសិទ្ធិមួយមានទ្រព្យសម្បត្តិច្រើនណាស់គាត់ថែរក្សាពូជពងវងតកូលពីម៉ែពីឪម៉ែឪធ្លាប់មានសិទ្ធិរក្សាសិល5ចាំសិល8ចេះចែកទានមានមេត្តាដឹងគុណឪពុកម្ដាយធ្វើបុណ្យអញ្ចឹងទៅស្រាប់តែគាត់ស្លាប់ទៅកើតជាប្រអិនញោមហើយស្រាប់តែគាត់នៅសល់កូននៅឯស្រុកមនុស្សនេះឡើងធ្វើសិទ្ធិបន្តទៀតកូននឹងកាន់តាមពូជពងវងតកូលទៀតម៉ែអញធ្លាប់ធ្វើបុណ្យធ្លាប់កាន់សិលធ្លាប់ធ្វើទានអញ្ចឹងអញធ្វើតាមដែរដល់គាត់ស្លាប់ទៅកើតជាណែសូរយៈទេវបុត្រញោមហើយដល់ពេលនៅកូនសូរយៈទេវបុត្រនេះនៅជាមនុស្សហើយនេះឡើងធ្វើសេដ្ឋីបន្តទៀតកាន់តាមឪពុកម្ដាយនឹងទៀតឪពុកម្ដាយអញមានធម៌មានសិលមានសទ្ធាធ្វើបុណ្យក្នុងពុទ្ធសាសនាចេះដាក់បាតលោកចេះចែកទានចេះធ្វើបុណ្យអញធ្វើតាមដែរអញ្ចឹងដល់គាត់ស្លាប់ពីមនុស្សនេះទៅកើតជាច័ន្ទទេវបុត្រនៅសល់កូនឡើងធ្វើសេដ្ឋីបន្តទៀតដល់កូននឹងឯងនឹកឃើញថាអញកាន់តាមម៉ែឪដូចតែគ្នាដែរជីដូនជីតាអញម៉ែឪអញពូជអញអ្នកធ្វើបុណ្យទោះបីណាជឿមិនជឿអញមិនខ្វល់អញកាន់តាមរក្សាប្រពៃណីអញតកូលអញអ្នកធ្វើបុណ្យអញកាន់តាមអញថែរក្សាសិលអញ្ចឹងដែរអញធ្វើទានអញ្ចឹងដែរដល់ស្លាប់ទៅគាត់កើតជានាតល័យទេវបុត្រកូននាតល័យទេវបុត្រញោមនៅឯស្រុកមនុស្សនេះឡើងធ្វើជាសិទ្ធិបន្តទៀតគាត់រក្សាសិល5ចាំសិល8ចែកទានដល់ចាស់ទុំចេះធ្វើបុណ្យមានទិធាជ្រះថ្លាដាក់បាតប្រសង់ដោយគាត់ថាកាន់តាមពូជពងវងតកូលពីដូនតាមកធ្លាប់តែជឿអញ្ចឹងគាត់ស្លាប់ទៅបានកើតជាទេវបុត្រឈ្មោះបញ្ចសិក្ខទេវបុត្រនៅឯឋានសួគ៌នៅសល់កូននៅឯស្រុកមនុស្សនេះឈ្មោះកោសយៈសេដ្ឋីគាត់ឡើងមកធ្វើជាសេដ្ឋីដល់ពេលគាត់ឡើងមកធ្វើសេដ្ឋីគាត់បែកគំនិតតែម្នាក់ឯងគាត់ថាពុកអញពេញមនុស្សឆោតជីតាអញពេញជាមនុស្សឆោតជីទួតអញពេញជាមនុស្សឆោតអូមិនកើតទេឪពុកម្ដាយអញដូនតាអញឆោតតែឆោតយ៉ាងហ្នឹងទៅយកលុយទៅធ្វើបុណ្យទៅធ្វើទានទៅកសាងកុដិសាលារៀនស្ពានថ្នល់មន្ទីរពេទ្យទៅជួយអ្នកក្រអ្នកកំសត់អូគ្មានប្រយោជន៍អត់មានបុណ្យកុសលអីទេសិតតែពួកមនុស្សឆោតអញមិនជឿអញមិនធ្វើអីទាំងអស់អញស៊ីទ្រព្យសម្បត្តិនឹងមកសបាយអញគ្មានជឿអីទាំងអស់ដល់ពេលចឹងទៅគាត់រិះថាំគាត់មិនមានសទ្ធាមិនជឿទេញោមហើយក៏គាត់ទៅបានឡើងជាឋានៈជាសេដ្ឋីដោយសារគេចាស់ពីឪពុកម្ដាយមកហើយដល់ស្ដេចហៅទៅប្រជុំមានភារៈអីទៅចូលវាំងជាមួយសេដ្ឋីដតីញោមមកទៅគេអញ្ជើញទៅសម្រាប់ផ្ទះសេដ្ឋីមួយនោះសេដ្ឋីនោះគេអ្នកមានទិធាជ្រះថ្លាគេដាំបាយមកធុបាយយ៉ាស់ឲ្យមានទាំងបាយមានស្ករក្រាមមានដាក់សិតពេកដាក់ទឹកឃ្មុំអីឆ្ងាញ់ណាគេឲ្យទទួលភ្ញៀវទៅសម្រាប់នឹងផ្ទះហ្នឹងសេដ្ឋីដតីគេចូលហូបឲ្យព្រាតសេដ្ឋីហ្នឹងគាត់អត់ហ៊ានចូលគេគាត់អង្គុយអត់គាត់នឹកឃើញថាបើអញចូលទៅផ្ទះគេតែអញហូបវិជ្ជពៈគេដូច្នេះតែគេទៅផ្ទះអញពិបាកដាំសងគេវិញបើអញ្ចឹងអញមិនខ្ចីហូបរបស់គេទេកុំឲ្យជពៈរបស់គេព្រោះគាត់នឹងកម្រិតអីគេដាំទៅគេមានដាក់ទឹកឃ្មុំគេដាក់សប៉ែគេដាក់ស្ករក្រាមស្ករអំពៅអូយគាត់តែធំក្លិនមកនោះវាឈ្ងុយឆ្ងាញ់ឃ្លានណាប្រពន្ធថាខ្ញុំចេះតាឯងអាមធុបាយយ៉ាស់នឹងខ្ញុំចេះឯងមិនបាច់ភ័យទេបើអញ្ចឹងបើឯងចង់ហូបចឹងមិនបាច់ដេកកើតទុកទេចាំខ្ញុំដាំជប់លៀងអ្នកស្រុកអ្នកភូមិយើងឲ្យហូបឲ្យសបាយម្ដងណាឯងស្រាប់តានឹងស្ដីឲ្យតែហ្មងយីពេលឯងស្អីប្រុងមានសទ្ធាអីធ្វើឲ្យអ្នកភូមិអ្នកស្រុកហូបអញគ្មានសទ្ធាឲ្យទេអង្គអញលុយអញទ្រព្យអញនាំអស់អញមកឲ្យទេកុំបាច់មកធ្វើឲ្យអ្នកស្រុកអ្នកភូមិអាហើយបើណាឯងមិនបាច់អ្នកស្រុកអ្នកភូមិឥឡូវអ្នកនៅមកផ្ទះមកជួផ្លូវយើងហ្នឹងហើយអញ្ជើញគាត់មកហូបឲ្យជុំគ្នាឲ្យសប្បាយម្ដងណាឯងហេអត់ទេខ្ញុំឃ្លានតាខ្ញុំគ្មាននៅណាលុយទៅចំណាយឲ្យអ្នកនៅមកជួផ្លូវណាហូបទេខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យបង្ហាន់បង្ហើយស្រាប់តែប្រពន្ធនឹងថាឥឡូវអញ្ចេះទៅបើណាឯងមិនព្រមអញ្ចឹងចាំយើងដាំតម្រូវទៅអ្នកមកផ្ទះយើងហូបជុំគ្នាទៅណាហេមកផ្ទះអីខ្ញុំអ្នកឃ្លានមកផ្ទះវាអស់ច្រើនណាអស់លុយអស់កាក់អស់ទ្រព្យខ្ញុំមិនចង់ហូបរបស់គេខ្លាចវាជាពាក់គេហ្នឹងហេមិនចង់ដាំឲ្យអ្នកផ្ទះខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យអស់លុយណាហើយបើណាឯងមិនព្រមទេអញ្ចឹងឥឡូវយើងដាំតម្រូវទៅពីអ្នកឯងហែងខ្ញុំទៅបានហើយណាហើយចុះយីប៉ៃឯងហ្នឹងវាឃ្លានស្អីដែរខ្ញុំមិនដែរអ្នកឃ្លានយីប៉ៃឯងមិនបាច់ទេបើអញ្ចឹងចាំខ្ញុំដាំឲ្យឯងហូបតែឯងក៏បានដែរកុំទៅកើតទុកណែយីពេលឯងចង់ដាំហ្នឹងអត់បានទេកុំដាំហ្នឹងអាហ្នឹងក្លិនវាឈ្ងុយណាស់តែឈ្ងុយដល់គេមុខតែមកសុំយើងអស់ឥឡូវហើយបើអញ្ចឹងមកវិញឲ្យខ្ញុំមកដាំកមកក្តាប់2មកហើយសប៉ែប៉ណេះមកទឹកឃ្មុំប៉ណេះមកហើយស្ករអំពៅប៉ណេះស្ករក្រាមប៉ណេះដាក់ឆ្នាំងដាក់អីមកកបិតមួយមកខ្ញុំទៅដាំឲ្យព្រៃយកគ្មានធំដល់ពីណាទេហូបតែម្នាក់ឯងឆ្អែតចាំត្រឡប់មកវិញ
tập pôn là mượn một cái tập bẹ này rồi rồi thằng nắng chẳng có chẳng tới vịt và vịt oi vào đây tới rồi giờ ta đâm mày prey tại anh ở đây nắng căn cả vắt đào tới prey vậy ngay tách miền sa tách môi không prey nắng mưa tình nón tình này ha miền na cái khơi đấy ngạt lò na đâm tình nắng á cả prey vậy sátประกัด phượng đâm bài khai thùng đòn kề nhiều mai bộ bốc chỉ ta tuốt ta lốt để cao chỉ phải ăn cao chỉ tê và bọt nơi lương coi mười cái lương mai chỉ nôm cái này ra thành này con dương môi trao dương môi nâng khôi pui bồ dương ở hai mà pui dương tăng vị đồn ta mau sạch cao chỉ manu tê đà lấy vía mau môi tiên mà pui dương ở tên ruộng tầng bởi dương mình cho tay chui tê trọp sầm bát tầng nâng nâng rồi lấy bát hơi khuôn viết tên ruộng tiền bà chân dương tay chui con dương mau tay chui trao dương pui tê đà nâng còn nói cái này họ cho máu ni mật thưa xanh cái này mau mà đong mà nè thôi chỉ là bạch chạ là khao lên chỉ môi quạt nâng sẵn sẽ cái bông ta đâm bái sẽ ta miên mà nó hùng viên phơi mà đào rục prey prao ơi nhóm bên phơi xôm xuân tí hả hay nam bên phơi nhóm này xôm xuân tí phơi na tới tiền là say hết phơi nam tới mấy mà chọn phơi nắng nó phơi tiền là say nó nhóm họ phơi khơi tên lục mọt chơi tên giấy chương chơi ta đào chơi mò này khọt lại cái khơi bài ta có mau này nóng ấy nhóm ý lúc đâm bài ta này ô là mồm nhóm ta đặt bài vua ấy nhóm bên phơi lấy nhóm xôm bài hô phong này coi chăm nắng và hai chỉ lúc đâm bài nắng thưa tiền đặt đo xôm bị chợ đi của bà kiên chỉ ngăn bà song ấy ấy mới tới chẳng nhóm này coi nắng chăm từ tua đây nè anh đâm hộp tại anh đấy anh không nói na thế tới na phát tới ý lúc ấy cả chị mà lúc kia mà cầm nanh thế nó đã prey chân phong miền phơi són slap mà này ai lớp mình bên na cái chui thế bầm che chạy cái này nắng từ miền phơi són slap ở lấy ha còn dây chân tích lóng ăn coi cha mình nhoi mà man lấy ta đâm bay đốt cho lại lắm mò mà nè tiệt đấy đào vì nó mò đông rục phơi lúc ơi lúc nhom bên phơi từ na từ tiền là xây ha cho anh nam bên phơi mau tiệt đấy nó tới có mau năng nhom họ phơi khơi trên lúc chui bạc như phong tới nó tới có mau mọt trên ta tha chương trên ta chiên mau cái thằng không ai mau có may mắn là ta trâu mau đâm bài hi cái bông ta liền phong nâng tầm nông phơi bón nó đúng đã chẳng hạn lô cái của chùm cha tôm ấy giang mà bài chẳng anh chẳng nhom nâng coi nâng đáy cái lô bàn hộp nè anh mà nào đi từ na từ giờ hi anh đâm hộp tại anh thấy có mau lô còi lô này cả chim mình nung nâng sài bòn cha bị môn mò thọp thừa bòn thừa tiên bàn cả mà miền trọp mà nâng hay bên lô ở bàn thừa bòn chẳng thế mà lại cả từ chia sắt côกับbay sắt đề cha này từ ruộng prai đây hay bên lô bàn thừa bòn bật thèm tiết tới chiết còi tiết lô bàn cả chim mình nung tiết bàn trọp sầm bát trái tiết na anh thòng anh coi xem mà chạm anh ao mà mau mà nè tiết tới trường mà đong hả mà đó là nó sẽ mà lô coi lô nhom bên phơi chui nhom phong ai na phơi tới bên xây hơi mấy ngày năng xuất tại nè ăn bên phơi mà tiết đấy anh tham mau prey nó ngồi bị ngặt mà này anh mau chụp tại nè ăn bên phơi mau pina tới lô có mau năng ai na phơi tới trong bên là xây lô thật tới nó tham mấy lô sẽ đâm bàn tê na phơi bên là xây trường cho ta đâm tấm lăng tháo tới nó vậy bên năng là đâm bàn tham mấy lô tham mấy đào trâu lại to đó đâm bài ta ni ô men cái bông ta liền ý này chạm hộp đai bà hai chị bàn này mới tới anh mau đi tới na gì chụp sạch này ăn bên phơi lô cao chim manu ni dương đòi sam pơ lọ bàn cao chim manu đôi chân này hai manu dương to là miền thọ sần đau khné trắng bàn cao chim manu tiết hay bởi lô cao chim manu hai ở miền thọ sần đau khné na cột tới đề chan bàn cao chim manu tiết na anh thóng coi xí mà cho mày mà ai to là cột tầng pram nhung ấy nên coi lăng cái pol mốc nhỏi anh tham mình đâm mày phải thế còn mày bị thùng đòn mà đâu mà buôn con ông prey bên đây tự nhiên mà đâu mau sẽ đạp bụng về phơi nó chăn nữa lúc chăn nữa anh chăn này chăm anh ơi bây giờ lật mà đặt đây anh ơi thì bây giờ sky mau lật sky bây giờ sky mà nè môi mà bộ tê phải đào nắng bây giờ lật sky mà nè môi giờ mà tự lẹ pru pan chừng ấy ngọc anh hơi lật sky có thôm mà lên anh mau đi thôm pin trắng bài anh mà năng phăng hỏi bây giờ thì là cái kỳ bộ tê phải đào nó lục đầy từ prey ham mà pin nó bây giờ là cái kỳ thì lẹ mà pan kre cái đang ngư thì mất bật thèm thế đâu bên này mong tôi lẹ mà pru là cái kỳ ngóp anh thì là cái kỳ thôm chương là cái tiết thôm chương cái kre tiết anh mà ao vậy ê lục ạ dây sạch chạ non prey phong thả ao kê cái com coi chăm hay đó là pe trong coi thả mình ao kê mấy ha anh ta cái mình ao chập mình tí cho mình ạ hay bài nó chập máu trong thằng màu thằng ở tại chập tiền máu bị trong máu thằng bèm trong đạch bèm thằng em mau không nó bị trong thằng màu thằng mấy biết bài nó bèm tụi món bán đạo anh tí mà nè chẳng á đó là pe chân tứ sạch tệ riệp và hộp tới nhóm ព
ពុកខ្លួនឯងបកើតជាបញ្ចសកៈទេវបុត្រហ្នឹងរៀងកំ pl ែងបងតាហ្នឹងគាត់នៅឋានសួគ៌ហ្នឹងក៏កំ pl ែងដែរដល់ពេលគាត់និមិត្តធ្វើជាឆ្កែមួយនោះបល់ពីត្បូងមកនិមិត្តធ្វើឆ្កែមួយបល់មកដល់លើកជើងរះនោមដាក់ព្រៃញោមនោមដាក់ព្រៃរះមកមកជួអញ្ចឹងទៅមកតម្រង់សេដ្ឋីហ្នឹងហើយពួកទេវតាហ្នឹងឃើញឆ្កែមកអញ្ចឹងនោះនេះយកដៃខ្ទប់បាយក៏មកឆ្កែនោមដាក់សេដ្ឋីហ្នឹងយកបាយយកដៃខ្ទប់ដែរមានឯណាតម្រង់ឲ្យចំខ្នងដៃសេដ្ឋីហ្នឹងឆ្វោកពីលើខ្នងដៃហ្នឹងខឹងហ្មងអាឆ្កែមកពីណាអញមិនតាន់បានស៊ីបាយផងឆ្កែមកនោមដាក់ដៃទៀតលើកអាឆ្នាំងបាយមកដាក់ក្បែរមាត់ស្រះណែលោកទាំងអស់គ្នាមើលបាយខ្ញុំផងខ្ញុំទៅលាងដៃមួយផ្លែតទេណាមើលខ្ញុំផងអាឡៃចុះមកលាងដៃអាដៃលាងទៅអាភ្នែកមើលទៅឆ្នាំងបាយខ្លាច់គីឡូពីណាមកយកឆ្កែហ្នឹងត្រឡប់មកវិញពំឆ្នាំងបាយពំឆ្នាំងបាយរត់កាត់ព្រៃទៅឯនេះមិនទាន់ទឹកប្រងឆ្កែយកឆ្នាំងបាយខ្ញុំទៅអើយឆ្កែជួយខ្ញុំផងលូតឡើងពីក្នុងស្រះមកដេញតាមឆ្កែហ្នឹងពនុងមួយទៅហ្មងឆ្កែពីណាយកឆ្នាំងបាយខ្ញុំទៅមិនទាន់បានស៊ីមួយម៉ាត់ផងយកទៅហើយដេញអាឆ្កែបោលឲ្យឆ្ងាយបន្តិចត្រឡប់មកវិញបែរខ្លួនមកព្រិចខ្លួនប្រប៉ាន់សេះខ្ញុំប្រប៉ាន់សេះហាមាត់អញ្ចឹងទម្លែងខ្លួនមកឯនេះឃើញតែឆ្កែប្រប៉ាន់សេះបោះអាពនុងចោលរត់យកព្រះអាយុរត់មកហើយគេជួយផងជួយខ្ញុំផងស្រាប់តែមនុស្សនឹងអង្គុយ4នាក់នេះងើបឡើងទៅលើដែតទៅលើអាកាសសំផុតចុងព្រៃអស់ហើយលីងហើយក៏រត់ទៅម្នាក់ឯងឆ្លាចុះឆ្លាឡើងជួយខ្ញុំផងហាហើយពួកឯងដែតទៅលើមេឃអស់ហើយពួកឯងជាស្អីគេពួកឯងជាស្អីគេបានគេសើចកិលគេនិយាយប្រាប់គេថាណែនេះជាតាណែឯងនេះតាទួតណែឯងនេះតាលួតហើយនេះឪពុកណែឯងគេឃើញណែឯងហ្នឹងដើរខុសពូជពងវងតកូលពូជពួកយើងសិតតអ្នកមានសិលមានសទ្ធាធ្វើបុណ្យធ្វើទានស្រាប់តែឯងមកមួយប្រព្រឹត្តអំពើខុសឆ្គងមិនជឿសិលមិនជឿទានមិនធ្វើបុណ្យណែឯងនឹងទៅនរកបានពួកគេចោះមកជួយណែឯងនឹងភ្ញាក់ខ្លួនឡើងខំធ្វើបុណ្យឡើងចាស់ហើយបន្តិចទៀតស្លាប់ចោលទ្រព្យនឹងអត់មានអីសង្ឃឹមទេបើមិនធ្វើបុណ្យនេះទ្រព្យនឹងបានទៅលើដៃគេខ្លួនឯងទៅនរកហើយស្រាប់តែភ្លឺស្វាងតែញហ្មងញោមឃើញឪពុកឃើញអីមកបង្ហាញខ្លួនផ្ទាល់ឲ្យឃើញអញ្ចឹងដូច្នេះពួកឪពុកនិងជីតាលាទៅឋានសួគ៌វិញគាត់នេះចេញត្រឡប់ទៅផ្ទះវិញអត់និយាយច្រើននេះទាប្រពន្ធម៉ែវាដាក់កម្មវិធីប៉ុនឲ្យអញមួយ7ថ្ងៃហ្មងមុនលោកឲ្យមកឆាត់ឲ្យព្រមព្រៀតហ្មងនិយាយហ្នឹងគាត់ឆ្ងល់អត្តពេកនេះមិនកាលពីមុនកំណាញ់សំបីអង្គមកកំប៉ុងបាយមកវិញមិនដែលចែកឲ្យវៀតណាមដែលដាក់បាត់លោកឲ្យទៅព្រៃម្ដងមកវិញលេចចង់ធ្វើប៉ុនធំចេះតែឆ្ងល់ប្តីហ្នឹងបានដឹងរឿងហ្នឹងទៅបានជ្រះថ្លាធ្វើប៉ុនណែអាត្មានឹកឃើញរឿងហ្នឹងថាអ្នកដែលស្លាប់ទៅកើតឋានសួគ៌ហ្នឹងក៏នៅបារម្ភពីកូនដែរខ្លាចកូនដើរផ្លូវខុសប៉ុន្តែនិយាយពីម៉ែឪខ្លះកើតកន្លែងថោកទាបវិញក៏គាត់នឹកពីកូនដែរខ្លាចកូនមិនធ្វើប៉ុនឲ្យគាត់មានសេដ្ឋីម្នាក់ញោមឲ្យនៅរាជក្រឹសគាត់នឹងអត់ដែលធ្វើសិលអត់ដែលធ្វើទានស្រាប់តែស្លាប់ទៅកើតជាប្រែតអត់ចំណីអាហារហើយប្រែតនឹងនៅលើផែនដីជាមួយយើងដែរដល់ល្អត់ទៅគាត់ថាវាមានតែប៉ុនកូននេះបើកូនធ្វើប៉ុនឲ្យគាត់បានចំណីអាហារហើយគាត់នឹងផុតពីកំណើតនឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាហើយបើអញ្ចឹងទៅរកកូនសិនដល់តែដើររកកូនរកអត់ខ្ចីឃើញសោះមកពីអីមកពីកូននឹងឯងលក់ផ្ទះបាត់ប្រហែលជាដីវាត្រូវប៉ាន់ញោមគេលក់ទៅគេទៅទិញបុរីនៅឯណាហ្នឹងហើយខ្មែរយើងបើលក់ដីទៅទិញផ្ទះថ្មីគេសូត្រមុនប្រកាសដូនតាឲ្យដឹងញោមណាតែមិនប្រកាសដូនតាប្រយ័ត្នដូនតាច្រឡំទៅរកអាផ្ទះចាស់ហ្នឹងឆ្កែគេដេញខំហើយហើយអញ្ចឹងគាត់ហ្នឹងអត់បានប្រកាសដូនតាសូត្រមុនអីហើយអញ្ចឹងដូនតាទៅរកម៉ែឪទៅរកតាផ្ទះចាស់ហ្នឹងទៅរកវាមិនឃើញសោះចិត្តតែដើររកកូនទៅជួនកាលបង្ហាញខ្លួនឲ្យគេឃើញគេខ្លាចពេញទៅភូមិក៏មានដែរស្រាប់តែដើរដល់នគររាជក្រឹសចូលក្នុងវាំងហ្មងទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចឃើញហើយស្ដេចមិនងាយរត់ដូចយើងអីហើយយើងញោមឲ្យប្រែតទៅបង្ហាញខ្លួនទាំងញោមទាំងអាត្មាមិនស្រួលដាក់ម៉ាស៊ីនកែងរត់ទៅមិនបាននិយាយជាមួយទេហើយដល់ស្ដេចឃើញសួរហ្មងណែឯងជាស្អីណែឯងជាអ្នកបួសហើយណែឯងទៅណាបានប្រែតទៅថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីប្រែតនឹងពីមុនមកមនុស្សដូចតាគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿបនមិនជឿទានខ្ញុំស្លាប់ពីមនុស្សមកកើតប្រែតជាកំណើតនៅលើផែនដីហ្នឹងប៉ុន្តែអត់មានចំណីអាហារបរិភោគទេហើយដើររកចំណីអាហារហើយបើមានគេធ្វើបនឲ្យបានផុតពីប្រែតហ្នឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាវិញហើយចុះលោកដើរទៅឯណាខ្ញុំដើររកកូនព្រោះខ្ញុំជាតិមុនជាសេដ្ឋីជាចូលសេដ្ឋីទ្រព្យសម្បត្តិខ្ញុំមានច្រើនដែរប៉ុន្តែទ្រព្យហ្នឹងឥឡូវនៅលើដៃកូនទាំងអស់ហើយបើខ្ញុំមិនទៅរកកូនទេខ្ញុំមិននឹងទៅរកណាបើកូនបានធ្វើបន់ឲ្យបានខ្ញុំបានចំណីអាហារបរិភោគឬខ្ញុំរួចពីកំណើតនេះទៅកើតជាមនុស្សវិញទៅកើតជាទេវតាវិញចុះរកកូននឹងឃើញហ្នឹងអត់ឃើញទេគេលែងនៅស្រុកហ្នឹងហើយគេលក់ផ្ទះបាត់ឮតំណែងអ្នកស្រុកគេនិយាយគ្នាថាកូនហ្នឹងទៅកើតនៅស្រុកនៅស្រុកអន្តកវិន្ទនគរហើយបើចឹងលោកគិតអាម៉េចខ្ញុំទៅរយនងទៀតក្រែងលោកកូនខ្ញុំនៅឯនោះឃើញធ្វើបន់ឲ្យលោកទៅរកក៏ទៅចុះឃើញកូនក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់ខ្ញុំព្រោះខ្ញុំវាមិនដែលដឹងរឿងប្រែតខ្ញុំមានចម្ងល់ចង់សួរកុំភ្លេចត្រូវតែមកប្រាប់ខ្ញុំវិញឃើញដែរមិនឃើញក៏ដោយ
có bán lia phát đâm tại này lia hỏi có bạch màu từ vinh từ mà bằng hai mà plate chẳng này nhóm plate nút thôi tầm nào đào group home nhóm lịch viên trôi play trôi viên đào ro mình khơi con sao bay cầm nứt đào ro tam vọt ro tam vọt cái con anh thôi bon áo từ cái này mình khơi như nó mình khơi đào ro tam lục chằn áo từ khơi lục song chằn này na từ cái lô con anh thôi bon nói ro mình khơi tiết bay cầm nứt đào ro tam rung bon đòn áo từ miền rung bon đào ro đào cái từ rọt khai nó nhóm sạpแต่đã mà đòi bẹt con bẹtทำไม hỏi bẹt ทำไม ơiสลางมนุษย์เมาทั่วบนพิวเกลังรอบปอนเนี่ยโอ้ยปกมาได้เตรออนนะดาวรอโกนรอบแค่เลยเคยโกนน้อยเคยบแปทำไมโกนน้อย hỏi วิออจ้าตัวติดจอมไงโกนทั่วบนยี่ปีพิวเกมเมาลังรอบรอยรอบปอนเนี่ยเตรออนนะโดยรออปะเตะจิกยันแกจังนะโยมรออปะเตะชื่องอบละออนนะโอ้ยอ้อđó là pe chọc bon hơi nhiều mới xẹp tập prét mày nâng coi zoom ta đài hay mách ban zoom bữa rồi con khơi nhau ta trade mách ban prét coi zoom ta đài con cái đầu sa na bát hơi con cái châu lịch thịt đồ tây hơi cái chưa tam cru đặc nom hơi cái mình ban thưa tẹt khi nan nộp tiền châu là từ châu về và cái đồ dương tê cái chụp liên tại chừng anh mót tại kia cái nè rùa tê cái khoai tạiตัวnhiều chụp liên tại kia cái tê đôi chân này bồn nô rọp rồi tóc men pan khăm ao mày ơi khmiên ban mà mát tê chừng anh tại mót nè rùa nè slap ọt ban chừng anh tê đôi chân này bốc mà đai đẹp đa rô côn tầm ròm tại khơi nắng ná đôi pe rô khơi hơi nơi tại ọt ban chừng này hà mà mát tại lọp từ vinh tầng pua tại tê con cái châu sa na đôi tây bạt ai chưa kêu đôi tây bạt ai từ vinh pua tê đa bạt đa yom bạt đa riệp rọp anh nhoi anh cả nơi chỉ mình nô rô trọp sầm bát đam bay con bon mình niên thưa sal mình niên thưa cái bờ bồn thưa bon thưa tiến khai ở lôi ở cả từ sal có mình hiền từ ở lại rô xin chăm con ở con thùng thoát miền mốc miền mót lấy con cái thùng thoát miền mốc miền mót ban trọp sầm bát anh slap từ nơi con từng đó là anh mà rô con vinhแต่mà mắt kia mình ao anh phong từ vinh pua tê ao anh nhoi ta khai năm ná nâng tranh rồi ti cầm nát prẹt ní đào yom pua têแต่ลบtừ vinh nhiều mới cái đẹp họp nè con nấpแต่đó là chia từ từ để bắt đầm chia từ bắt đầm thà bao rô khơi cái đó mình khơi cái đó từแต่ลบmà vinh mà prap nó có ban nom tầm nắng từ prap chia từ từ đó bằng hai luôn này khơi mà xà tiệt chia từ nâng ai con từ khơi láng xuaทำไม่từ rô con khơi tê thà rô khơi hai pan là khmiên ban chấm này hàบริโภค tê con kê mình ban thưa bon ao tê cái thưa bon đai pan tay kê mình ban châu lợt tư châu về bậc kê tam bài Phậtศาสนา tê cái chụp liêng chừng anh mót tại kia kê nè nơi ruột tại pan nó mà lo hỏi mau vinh tầng pua tê ban này chỉ sẽ tránh được sừng vẹt na bọc mà đai cướp rùa bài khát khom rô trọp sầm bát đam bay con ọt hiền từ sal ọt hiền từ bon khai khát pel về lia rô trọp đam bay con bay chom con lo che thưa bon ao tới cọt cả ban sập sập bài mà cả chỉ manu tê đà bà cả na chom con kia mình kịch mình cu tới mới đôi chăng con sập bài chừng anh mót tại kia kia ai không mau giờ bọc mà đai ọt ban sập bài ai tê đôi cho nó hỏi ban chia chia từ từ nắng đặt chất nòm kia bạc cá thưa bon chun đòn nẹt slap dương hai ta thưa bon ở prai đà tha chỉ tớiประกาศการไม่ทีบอลมวยแต่มองโยมหาเชิญแปรต่างอ้อไม่ต่างอ้อแต่ขมิ้นโกนนาเธอบอลเอาส้มมาแต่ตัวบอลในกระไรนี่มาแต่ตัวต่างอ้อบ้านกอดเธอเอาtớiแปรนั่งรู้ปีกำนัดแปรมาการชิมนุษย์เทพดามาหลังปรุงเปรี้ยดาวซานะดาวซาเนี่ยดาวตีกิจุยเตบ้านสังคมโกนคลุนไอ้ตัวเตต่างอ้ออันนั่งมาปีไอ้นั่งไอ้ปะทอมันสตับฉบับมันอ่านเจจำนั่งเมียนมาปีนะคลุนไอ้เธอบอลอ้อรอบปอนดอลลาร์ปันนักขมอยเมียดาใบดาอดตัวบานเตชงันแต่หมดเนี่ยในรั้วเนี่ยสลับอดตัวบ้านมาปีเธอมันตรึนะโยมนะหายนั่งไอ้บ้านจะยืงน้อมคเนเธอตามแบบพุทธศาสนาเมียนประซองเมียนอาจารย์มาดักน้อมเธอเอาตรึตีมวยโจลประเกณฑ์ตอลตีปียืงเนี่ยเอาตือตอลตีใบเมียดาใบดานังกอดเนี่ยอนุโมทนีให้บุกอดมันดังบ้านยังตรึประดังประดามพญาตามเตปดาโดยเปียโซเตเวกรทวานในเวทยงเตปดานน้อมตำนังตือปราบดอลปปการไรจุนยืงนู้กอดดังกอดนังอนุโมทนีกอดนังตัวลายจังบุกอดบานตัวลายบนกุศลนังบ้านดอลยืงตั้งออกคเนในพองได้นะโยมโดยเฉพาะบ้านจิกรรมวิธีนี้ตรึงเมียนประซองเมียนอาจารย์เมียนไอมาดักนอมาเลยโกนใจก็บ้านสดับทอยยุลเฉลี่ยทลาให้มาโดยเฉพาะทวนแจงขโมยทวนจ่อบ้านบนยืงนึงมาไปโมตีนตื้อจูนเมียดาใบดาตีนทอมมาสะนามาเยี่ยนิมนต์โลกสมได้ประทอติสนาวยืงกุยสดับดอลสดับตื้อบ้านบนก็ซอดอลยืงตื้อบนนึงตื้อตีนปัด
តិទៀននៅមួយរយៈយើងធ្វើបន់ធ្វើទៀនហើយបានបន់ទៅខ្លួនយើងបានយើងឧទ្ទិសបន់នឹងផ្ញើទៅឲ្យម៉ែឪទៀតបានបន់មកយើងមកជាន់ទៀតព្រោះយើងជូនបន់ទៅអ្នកស្លាប់បាត់តានមោទនាមួយរយៈបើគេជូនបន់យើងថាអនុមោទនាលោកអើយយើងនាំគ្នាសាធុទទួលយកបានបន់ណាគេជូននឹងថែមមកទៀតតិដ្ឋិជុកម្មៈធ្វើខ្លួនធ្វើតិដ្ឋិឲ្យត្រូវឲ្យត្រង់ថាបើយើងលុបភ្លើងគឺយើងអ្នកក្តៅគ្មានព្រះណាក្តៅជំនួសយើងទេបើយើងធ្វើអំពើបាបយើងអ្នកទទួលទុកអ្នកទទួលកម្មត្រូវជាប់គុកអត់មានព្រះណាមកចូលគុកជំនួសយើងទេដូច្នេះអ្នកណាធ្វើគឺអ្នកនឹងទទួលគ្រាន់តែតម្រង់តិដ្ឋិឲ្យត្រូវត្រង់ប៉ុណ្ណេះបានបុណ្យមួយទៀតសរុបទៅម្ចាស់បុណ្យធ្វើបុណ្យដល់តែ10របៀបនោះអាអស់លុយក៏មានអាអត់អស់លុយក៏មានអាងើបទទួលភ្ញៀវសមាទានសាលសូនធម៌អីគ្មានអស់អីមួយរៀលទេប៉ុន្តែបានបុណ្យដែរណាយោមណាចឹងបុណ្យទាំងអស់ហ្នឹងក៏ទៅជូនមេត្តាបិតាគេថាអញ្ចឹងការធ្វើបុណ្យជូនមេត្តាបិតានេះពីដើមដំបូងឡើយពីព្រះអង្គត្រាស់ដឹងឡើងមកមនុស្សអត់តាន់សូវដឹងចេះធ្វើទេអ្នកខ្លះទៅគោរពអានព្រលឹងដូនតាទៅសំណែនសែនព្រានទៅអ្នកខ្លះក៏គោរពជឿអញ្ចេះអញ្ចោះតាមប្រពៃណីវប្បធម៌ផ្ទាល់ខ្លួនទៅពេលនោះឯងមានបរិសម្នាក់ដែលមានសម្ដែងនៅក្នុងសកិលកៈសូត្រឬក៏ក្នុងហៅថាសិគាលោវិតសូត្រហ្នឹងញោមឲ្យឪពុកដឹកផ្ដាំកូនថាកូនឲ្យឪពុករស់នៅមិនបានយូរទេមុខតែចាស់ហើយបើអញ្ចឹងកូនឯងនៅរស់រៀនមានជីវិតនៅកូនឯងថ្វាយគុំទិសទាំង6ណាកូនបាទពុកមិនអីទេចាំកូនថ្វាយគុំទិសទាំង6មិនយូរប្រមាណឪពុកនឹងក៏ស្លាប់ទៅហើយដល់ស្លាប់ទៅកូននឹងគេគោរពតាមឪគេថ្វាយគុំទិសទាំង6នឹងមែនញោមដែលលឺអ្នកស្រុកអ្នកភូមិពីដើមចាស់គាត់ជេរក្មេងថាអាមិនដឹងទិសណាញោមអាមិនដឹងទិសមិនដឹងតំបន់ក្មេងនេះមកពីណាមកគ្មានដឹងទិសគ្មានដឹងតំបន់អីសោះអញ្ចឹងអាមិនដឹងទិសមិនដឹងតំបន់នឹងញោមធ្លាប់លឺគេជេរអញ្ចឹងឯអត់បើញោមមិនលឺទេចាញ់អាត្មាធ្លាប់លឺហើយឥឡូវប្រយ័ត្នគេជេរអាមិនដឹងទិសនៅតែមិនដឹងទៀតវងក្មេងនេះបានតែពុកស្លាប់ទៅចេញទៅក្រៅភូមិថ្វាយអង្គមមែនហ្មងពីលិចពីកើតពីជើងពីត្បូងពីលើពីក្រោមមកគ្រប់ទាំង6ទិសថ្វាយអង្គមរាល់ព្រឹកត្រង់ថាខ្មោចឪពុកអត់អីហូបអត់ដឹងទេអត់គិតអត់ខ្វល់ទេសំខាន់អញថ្វាយអង្គមទិសពុកអញផ្ដាំឲ្យថ្វាយអង្គមទិសថ្វាយអង្គមតែរហូតនឹងឯងថ្ងៃមួយពពុទ្ធក៏យាងមកដល់ពេលព្រឹកព្រៀងស្វាងព្រះសូរិយាព្រះអង្គក៏សួរថាមនាលមាននោះណែឯងធ្វើអីមានមុខនឹងសក់ខោអាវទៅទឹកជោគអញ្ចឹងមាននប់នោះឆ្លើយថាខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គកាលពីគាត់រៀបស្លាប់ទៅគាត់ផ្ដាំឲ្យខ្ញុំព្រះអង្គហ្នឹងថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយថ្វាយអង្គមហើយបានពពុទ្ធលោកបញ្យលប្រាប់ថាមនាលមាននោះទិសទាំង6ហ្នឹងមិនមែនអញ្ចឹងទេឪពុកហ្នឹងណាมันអាចនៅពង្រើកូននៅជាមួយកូនរហូតបានទេឪពុកស្លាប់ទៅក៏ប៉ុន្តែឪពុកផ្ដាំថាបើឲ្យកូននឹងកាន់ធម៌6យ៉ាងបានដូចឪពុកម្ដាយអត់ស្លាប់អញ្ចឹងដូចម៉ែឪនៅជាមួយកូនរហូតនៅមើលនៅថែអាសាកូនរហូតបានព្រះអង្គលើកពីធម៌6ហ្នឹងកុំឲ្យកូនទៅប្រព្រឹត្តខុស6យ៉ាងអបាយមុខទាំង6មានលបែងស្រីលបែងស្រាលបែងពាលាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងសេចក្តីខ្ជិលជាអូ6យ៉ាងនេះបើកូនវាចាអា6យ៉ាងនឹងបានទ្រព្យសម្បត្តិនៅគង់វង្សហើយចេះតែកើនចម្រើនគ្រួសារមានសុភមង្គលដូចខ្មោចម៉ែឪនឹងអត់ស្លាប់ទៅណាទេដូចនៅតែថែរក្សាកូនហើយបើសិនជាកូនប្រព្រឹត្តផ្ទុយពីនឹងទៅលេងលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងខ្ជិលជាអូហើយកូនណោយអាលាយលុតអស់ហើយទ្រព្យសម្បត្តិគ្រួសារក៏កើតបំណោះទាស់តែងខ្វែងគំនិតឆ្លោះគ្នាធ្លាក់ខ្លួនក្ររហាមអញ្ចឹងបានឪពុកផ្ដាំកូនអញ្ចឹងហើយម្យ៉ាងទៀតព្រះអង្គលើកពីទូប្រព្រឹត្តខុសទាំង6នឹងឲ្យស្ដាប់ប៉ុន្តែអាត្មាមិនបានលើកមកទាំងអស់ទេគ្រាន់តែលើកត្រួសខ្លះឧបមាដូចដើរលេងហួសពេលវេលាអញ្ចឹងទៅថាទី1ទៅជន់បានជើងចោលនាំគេចោតប្រកាន់
ទី2ទៅបង្កទំនាស់បង្កចំនួនរួមតាំងពីមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍សពថ្ងៃអ្នកស្លាប់យប់ច្រើនជាងថ្ងៃតែញោមបើតាមសង្កេតមើលគ្រោះថ្នាក់ស្លាប់តាមផ្លូវភាគច្រើនណាយប់នឹងជាងថ្ងៃតែបើថាធ្លាក់ភ្នែកបន្តិចភ្នែកក្រហមបន្តិចហ្នឹងម៉ូតូលេខ100ហើយនោះវានៅយឺតឡើយទេណាទៅតដល់100ជាងឡើងទៅម៉ាំងប្រាវគឺមិនងាយរស់ទេញោមឡានតាមផ្លូវឥឡូវនេះសិតទៅធំឲ្យលឿនណាដូច្នេះទៅជន់បានជើងចោលក៏មានទៅបង្កទំនាស់ចំនួនគ្នាក៏មានអាចឆ្លោះវាយគ្នាហ្នឹងថ្ងៃក៏អត់សូវដែរសម្បូរទៅយកទៀតញោមមើលទៅណាដូច្នេះដើរលេងពេលយប់ទៅជន់ពោះជន់ក្អែបខំហ្នឹងក៏មិនសូវថ្ងៃដែរច្រើនទៅយប់ទៅទៀតហើយមានអាចោចាំឆ្លៀតឱកាសទៅយើងចេញផុតពីផ្ទះមកលួចទ្រព្យយើងក៏ឆ្លៀតពេលយប់ហ្នឹងទៅទៀតដើរលេងពេលយប់នឹងទៅជន់បានជើងចោលទៅជន់មេរោគឡើងផ្ទះទៅបង្កទំនាស់បង្កចំនួនវានាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិប្រពន្ធហើយប្តីឆ្លោះគ្នាប្រច័ណ្ឌគ្នាខឹងគ្នាមកទៅពីប្តីដើរលេងយប់ឬប្រពន្ធដើរលេងយប់នឹងដែរបើអញ្ចឹងអាដើរលេងយប់នឹងគ្រោះថ្នាក់ជាងអាថ្ងៃទៅទៀតណាញោមបានព្រះអង្គលើកពីទោសសពបែបយ៉ាងដូចជាការខ្ជិលច្រអូសអញ្ចឹងសម័យបច្ចុប្បន្នស្រុកនេះមិនខ្ជិលទេទ្រពមើលផ្ទះមិនឃើញទេប៉ុន្តែមិនមែនថានរិះគុណជន់បលិចអីទេគាត់តែចង់រំលឹកដល់កូនខ្មែរសម័យក្រោយផងញោមមកកុំឲ្យដីចហរពេកខ្យល់បក់អារម្មណ៍ផ្ទះឥឡូវហើយមានស្រុកខ្លះដីវាលល្វឹងជុំវិញផ្ទះទៅសក្រីមកគុំគ្មានផងម្ទេសម្ដើមគ្មានផងហើយដូច្នេះហើយចាស់ពីដើមគាត់ដាំទ្រុបទ្រុលគាត់របស់របរត្រឹមតែមួយស្លចិញ្ចឹមឆ្នាំងក្នុងក្រុមគ្រួសារមិនបាច់ចាំទៅទិញឯផ្សារទេក្មេងឥឡូវគេថាអូយបុរាណតិចកុំចាស់កំរិលពេកតែ500តែ1000យកទៅណាមិនអស់គេថាយ៉ាងតែ1000យកទៅណាមិនអស់តែ100ហូបមិនអស់ដល់ពេលគេអត់បានដាំពេលគេអត់បានធ្វើខ្លួនឯងទី1គេអត់បានបញ្ចេញយើងអត់បានហាត់ប្រាណគេទុកដីឲ្យចោលទៅទេដល់តែដីនៅចោលទៅទេហើយអត់បានហាត់ប្រាណអាសម្រាមសម្មេមសម្មុំហ្នឹងក៏វាកើតឡើងច្រើនសុខភាពក៏អត់ល្អអត់បានបញ្ចេញជាតិពុលហើយដល់ទៅទិញរបស់គេពីផ្សារលុយហ្នឹងក៏អារបស់ហ្នឹងមិនដឹងគេដាក់ជាតិថ្នាំគីមីស្អីខ្លះទៀតយកមកស្រួលស្រួលវាកើតទៅជារោគកើតទៅជាជំងឺវាអស់លុយថែមទៀតញ៉ែមែនណាហើយដល់ពេលយើងធ្វើខ្លួនឯងទៅវាទៅជាយើងនឹងបែកញើសចេញជាតិពុលបានហាត់ប្រាណផងបានសម្អាតដីផងបានដើមឈើដុះមលុបមានបរិស្ថានមានខ្យល់អុកស៊ីសែនល្អផងហើយបានហូបខ្លួនឯងធម្មជាតិសុទ្ធគ្មានគីមីហើយអត់អស់លុយទៅទិញឯផ្សារទៀតអញ្ចឹងបានលោកបញ្យលប្រាប់ថាអាសេចក្តីខ្ជិលច្រអូសនឹងអាបាយដែលតាមនាំមនុស្សឲ្យវិនិច្ឆ័យនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិព្រះអង្គសម្ដែងចប់សពគ្រប់ទៅបានព្រះអង្គរំលឹកប្រាប់ថាមនាលព្រាហ្មណ៍មនាលមានុម្យ៉ាងទៀតទិសទាំង6ក្នុងសាសនាតថាគតនឹងគេរាប់អញ្ចែខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាសាមណៈព្រាហ្មណ៍ទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទេសកម្មករញោមស្ដាប់តអីអត់ទិសខាងក្រោយទិសអីគេទិសខាងលិចទិសអីគេទិសខាងលិចគឺបុត្រភរិយាទិសខាងត្បូងគឺអីគេទិសខាងត្បូងគឺគ្រូអាចារ្យទិសខាងកើតគឺអីគេគឺមេត្តាបិតាទិសខាងជើងគឺអីគេគឺមិត្តសម្លាញ់ទិសខាងលើគឺសាមណៈព្រាហ្មណ៍ភិក្ខុសាមណែរទិសខាងក្រោមគឺអីគេគឺទេសកម្មករខ្ញុំពង្រើយើងអីហ្នឹងគ្នាតូចតាចទិសទាំង6នេះព្រះអង្គថាគេឲ្យសង្គ្រោះដល់មនុស្ស6ពួកនេះបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែទិសឪម៉ែឪនៅរស់កូនចៅត្រូវបំពេញកាតព្វកិច្ចតាមបែបរស់បតោនេសាំងប្រេសសាមីគាត់ធ្លាប់ចាំយើងឥឡូវដល់គាត់ចាស់យើងចាំគាត់វិញហើយបើកិច្ចចាំងនេសាំងប្រេសសាមីបើគាត់មានកិច្ចរវល់ឯណានេះមួយយើងជាកូនចៅផ្អាកសម្រាប់កិច្ចការងារយើងមកជួយកិច្ចការងារគាត់ក៏ระวังសង្កបេសាមីពូជយើងម៉ែឪយើងធ្លាប់ធ្វើបុណ្យសន្តានកាន់ប្រពៃណីអញ្ចឹងអត់ពីគាត់ទៅយើងកាន់តាមកុំឲ្យគេដៀលថ្មេះថាយីអត់ពីម៉ែពីឪទៅវាអត់ស្គាល់អញជាពុកធំមាជិះម៉ូតូចង់បុកឯងមួយទៀតទាយាចាំងបដិបច្ចាមីប្រតិបត្តិជាអ្នកទទួលយកមរ
ដកកែកពីម៉ែឪនឹងកុំឲ្យធ្លាក់ចុះនេះបើម៉ែឪនៅរស់កុំចេះតែលក់តិចលក់ទីបង្ហាញរបស់គាត់អីទុកជាអនុស្សាវរីយ៍ខ្លះផងដល់ម៉ែឪស្លាប់បាក់បែកចែកឋានទៅលោកថាតេខេណាអនុបទាសាមិឲ្យយើងជាកូនចៅធ្វើបុណ្យតេខេណានុបទានទៅទៅឲ្យអញ្ចឹងសរុបមកទិសខាងកើតមានន័យថាបើម៉ែឪនៅរស់យើងចិញ្ចឹមគាត់ជូនបាយទឹកនំចំណីត្រីសាច់ស្ពុតសើឲ្យស្បែកបច្ច័យលុយកាក់ប្រាក់កាសពួកច្បាញ់រំកិញចិត្តដល់គាត់ស្លាប់ទៅនាំគ្នាធ្វើបុណ្យទៅជូនគាត់ណែនៅឯនេះសោះដល់ឯងអត់ដឹងខំទៅថ្វាយអង្គមមែនតើយកទៅណាថ្វាយអង្គមទិសខាងកើតមានន័យថាបើម៉ែនៅរស់ចិញ្ចឹមគាត់បើគាត់ស្លាប់ទៅឲ្យធ្វើបុណ្យឲ្យឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនតើទិសខាងត្បូងក៏អញ្ចឹងដែររៀនមានចំណេះចេះដឹងពីគ្រូណាមកហើយយើងគោរពបប្រតិបត្តិលោកដល់លោកសកុតទៅក៏ធ្វើបុណ្យប្រគេនលោកប្រគេនជូនទៅលោកគ្រូហើយទិសខាងលិចបុតឬក៏ភរិយាឬក៏ប្តីឬក៏ប្រពន្ធបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងជើងមិត្តសម្លាញ់របស់យើងបើគ្នានៅរស់ជួយគ្នាសង្គ្រោះតាមបែបរស់បើស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍យើងស្រឡាញ់រាប់អានភិក្ខុសាមណេរអង្គណាបើលោកនៅរស់ទៅយើងទំនុកបំរុងលោកតាមបែបរស់ហើយបើលោកសកុតទៅហើយធ្វើបុណ្យប្រគេនលោកផងឯទិសខាងក្រោមទាសកម្មករក៏ចឹងដែរបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងគេថ្វាយអង្គមទិសទាំង6អញ្ចេះសោះឯងអត់ដឹងបែរទៅជាថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6នឹងហើយដែលចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់ណោះណាញោមអញ្ចឹងយើងដឹងហើយថ្ងៃនេះក៏មកចាស់ជេរថាមិនដឹងទិសហើយក្មេងណាដែលដឹងអញ្ចឹងទៅគាត់ដឹងថាបើចាស់ជេរថាមិនដឹងទិសថាមិនដឹងតំបន់មានន័យថាយើងអត់ដឹងម៉ែដឹងឪដោយខ្លីប៉ុណ្ណេះហើយមិនមែនថាវាមិនដឹងលិចកាលទេគឺថាមិនដឹងម៉ែមិនដឹងឪមិនដឹងគុណទោសខុសត្រូវចឹងសរុបមកព្រះអង្គសម្ដែងនៅក្នុងសកេលកៈសូត្របញ្ជាក់ឲ្យកូនចៅបំពេញកាតព្វកិច្ចរបស់ខ្លួនបើម៉ែឪនៅរស់យើងជូនតាមបែបរស់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យតេខេណានុបទានទៅឲ្យបានជាមានប្រវត្តិបុណ្យតេខេណានុបទាននឹងយើងធ្វើទល់តែថ្ងៃនឹងរាល់ថ្ងៃនឹងណាញោមបុណ្យតេខេណានុបទាននេះទៀតសោតអាត្មាគ្រាន់តែលើកបញ្ជាក់ដោយខ្លីថាគេធ្វើប្រកបដោយអង្គ3បើមិនគ្រប់អង្គ3នោះទេមិនបានដល់អ្នកស្លាប់ទេអង្គ3នោះទី1គេថាម្ចាស់បុណ្យនឹងឯងចូលប្រគេនផ្ទាល់ណាញោមផ្ទាល់ដៃបូជនីយសម្បទាដល់ព្រមដល់បកុលគួបូជាជូនដល់យាយដល់តាជូនអាចារ្យប្រគេនប្រសង់ហៅថាសង្ឃាមហិសុបតិទេតាអញ្ចឹងយើងត្រូវជូនដល់ដៃទី2គេហៅថាឲ្យយើងនឹងឯងឧទ្ទិសញោមតើតែយើងឧទ្ទិសទៅបើយើងមិនឧទ្ទិសទេអត់បានទេអញ្ចឹងយើងប្រគេនហើយយើងឧទ្ទិសឯចំណែកខាងទី3គេហៅថាអ្នកដែលស្លាប់ទៅនោះគាត់ត្រូវយកអនុមោទនាអ្នកហើយទី2ទាយិកាហ្នឹងឧទ្ទិសសេនអ្នកទាយុអ្នកឧទ្ទិសមិនមែនប្រសងអ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសទេទាយុគឺម្ចាស់បុណ្យអ្នកឧទ្ទិសញោមធ្លាប់ផ្ញើបច្ច័យផ្ញើលុយតាមធនាគារពីប្រទេសអាមេរិកមកខ្មែរឬក៏ផ្ញើពីខ្មែរទៅខ្មែរតាមវិញគេថាអង្គ3ដែរអង្គទី1គេដាក់លុយចូលអង្គទី2គេប្រាប់លេខកូដទៅអ្នកទទួលអង្គទី3អ្នកទទួលនឹងមកដកមានឯកសារបញ្ជាក់មកព្រោះមនុស្សនោះឈ្មោះដូចគ្នាក៏មានមុខដូចគ្នាក៏មានយ៉ាងណាមិញយើងធ្វើផ្ញើសហុយទៅឲ្យអ្នកស្លាប់ក៏អង្គ3ដូចគ្នាដែរទី1ចូលប្រគេនមានន័យថាដូចដាក់របស់ចូលហើយដាក់លុយចូលទី2គេប្រាប់លេខកូដមានន័យថាយើងឧទ្ទិសទៅចំឈ្មោះអ្នកណាពីព្រោះខ្មោចស្លាប់ទៅរាប់លានអ្នកអស់ហើយតើយើងធ្វើឧទ្ទិសជូនខ្មោចណាតើយើងប្រាប់ឲ្យដឹងអាហ្នឹងដូចប្រាប់លេខកូដឯទី3អ្នកដែលស្លាប់នោះមកទទួលហើយបើអ្នកស្លាប់នោះមិនដឹងអត់បានទេអញ្ចឹងបើអ្នកស្លាប់នោះមិនមកទទួលក៏អត់បានដែរបានជាគេឲ្យអ្នកស្លាប់នឹងមកទទួលហើយចុះបើសិនជាអ្នកស្លាប់នោះមិនដឹងយ៉ាងម៉េចបានអាចារ្យនាំគ្នាសូត្រយ៉ាងកញ្ញអ៊ិមិនីយាទេវតាទេវីកនធ្វានិវេតយងសូមឲ្យផ្ដាំតំណែងតាមទេវតានាំតំណែងទៅប្រាប់ទេវតានាំតំណែងទៅប្រាប់អានឹងបានហើយណាញោមប៉ុន្តែបើខុសអង្គ3នេះអត់បានទេ
អាត្មាសង្កេតឃើញញោមចាំមើលណាបើប៉ះពាល់អីកុំប្រកាន់អាត្មាដែលមានលក្ខណៈខុសនឹងត្រូវជួនកាលធ្វើបុណ្យនឹងប្រឹងណាស់សបាយណាស់កក្រឹកកក្រែងណាស់ប៉ុន្តែគេថាល្អមើលអត់ល្អហូបទេឆ្ងាញ់តែមាត់អ្នកនៅរស់ប៉ុន្តែអ្នកស្លាប់អត់ទទួលបានទេតេខេណានុបទាននេះកម្មវិធីបុណ្យហឹកហាក់ទៅតាមយើងចង់ជួលល្ខោនជួលលបែងលបាំឡើងជកេលេងពី3យប់ពីថ្ងៃកក្រឹកកក្រែងយ៉ាងម៉េចក៏ដោយល្អណាស់ក៏ប៉ុន្តែតែម្លងបេះដូងបុណ្យវគ្គប្រគិនវគ្គអត់ទិសមិនដឹងម្ចាស់បុណ្យនៅឯណាបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់ហើយអ្នកស្លាប់អត់បានទទួលទេអញ្ចឹងទោះបីរវល់ប៉ុណ្ណាក៏ដោយត្រូវតែអញ្ជើញមកប្រហែលជា5នាទីឬ10នាទីពេលគេប្រគិននឹងកុំឲ្យខាតទី1អាចារ្យនាំឲ្យម្ចាស់ទានប្រធានបុណ្យនឹងសមាទានសិលមុននឹងវេអាចារ្យអញ្ជើញទេវតាមកឲ្យអស់សិនទេវតាមកហើយគាត់អរតនាសិលដើម្បីអីដើម្បីឲ្យអ្នកដែលត្រៀមចូលប្រគេននឹងមានសិលសិនឲ្យកូនចៅម្ចាស់បុណ្យនឹងមានសិលសិនហើយអាត្មាចំណាំមើលគ្រប់រោងបុណ្យដល់អាចារ្យនាំឲ្យសមាទានសិលឃើញតែអ្នកដតីសមាទានសិលកូនចៅអត់ផងអង្គុយតែថ្មឹងស្រួមបានអាទូរស័ព្ទមួយម្នាក់គិតទៅថតមកគ្នាទៅវិញទៅមកទៅវិញទៅមកសូត្រអីសូត្រទៅវេអីវិញទៅមិនខ្វល់ទេឃើញថតមកលោកខំតារៀបរឹកស្មានតែគេថតឯងគេ selfie យកតែខ្លួនគេសោះអាកណ្ណឹងដែលហៅថាខុសគេឲ្យសមាទានសិលមុនវេហ្នឹងគឺគេឲ្យកូនចៅសមាទានសិលមានន័យថាថ្ងៃបុណ្យឧទ្ទិសជូនម៉ែឪគឺថ្ងៃម្ចាស់បុណ្យហ្នឹងកាន់សិលមែនថ្ងៃបុណ្យធ្វើជូនម៉ែឪម្ចាស់បុណ្យផ្ដាច់សិលអស់ទេអត់ទេកុំច្រឡំកម្មវិធីបុណ្យមិនមែនជប់លៀងទេហើយក៏មិនមែនការដែរគឺកម្មវិធីធ្វើបុណ្យជូនម៉ែជូនឪគេឲ្យម្ចាស់បុណ្យថ្ងៃបុណ្យហ្នឹងកាន់សិលប៉ុន្តែអ្នកម្ចាស់បុណ្យអត់បានយល់ពុទ្ធដីកាបែរទៅជាថ្ងៃបុណ្យហ្នឹងផ្ដាច់សិល5ចោលទៅខ្ទេចឯអស់ស្រួលក្រឹកក្រែងក្រឹកក្រែកទៅអត់ចង់កម្មវិធីបុណ្យវាហាក់ដូចជាទៅជាជប់លៀងឯណាទៅវិញញោមមកឲ្យកូនចៅខ្លះគេតវ៉ាថាអេគេមិនទាន់ថ្វាយខ្លួនផងចូលសមាទានសិលអីនាំតែដាច់ទៅវិញរឹតតែបាបអត់ទេបានសិល1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះសំខាន់បំផុតណាញោមយើងធ្វើជូនម៉ែឪយើងដើម្បីឲ្យទិសទៅបានតើយើងមានសិលសិនបើយើងអត់សិលម៉ែឪអត់ទទួលទេគាត់ថាទទួលអីណាកូនអត់សិលឧបមាអញ្ចឹងបានគេឲ្យសមាទានសិលរួចស្រេចយើងអត់ទាន់ឲ្យទៅណាទេនឹងអង្គុយនឹងមុខនឹងដូច្នេះសិលទាំង5នឹងនៅពេញទាំងអស់អត់ទាន់ដាច់អីណាមួយហើយពេលនឹងចូលប្រគេនបានបនពេញហើយដល់ប្រគេនរួចហើយទិសរួចហើយលោកទៅវត្តអស់ហើយចប់កម្មវិធីហើយដាច់សិលដាច់ទៅអត់បញ្ហាពីព្រោះយើងបានធ្វើកាលយើងកំពុងមានសិលតាហើយដល់ល្ងាចថៃអ្នកខ្លះថាពីសមាទានសិលនេះគុណគេជួលអកកេះអកកដងអកកំប៉ុងអកដបអកកានប្រមាណកេះទុករយយប់នឹងដាច់អស់វិញហ្នឹងឲ្យវាយប់នោះបានដាច់ឯយើងប្រគេនរួចអស់ហើយកំពុងតែមានសិលហើយដល់ពេលប្រគេនរួចហើយចង់អកកេះអកកានអកកដងអកដបអីក៏អកទៅអត់មានបញ្ហាឲ្យទៅលៃម៉ោងឲ្យខុសគ្នាបានសំខាន់ផុតកុំឲ្យតាមម៉ោងប្រគេននឹងចូលអត់ចោះអ្នកខ្លះម៉ោងប្រគេននឹងចូលអត់ចោះទេពីព្រោះអាប្រគេននេះគេច្រើនប្រគេនស្អែកហើយដល់ប្រគេនស្អែកយប់នេះវាជ្រុលខ្លួនអាឡៃអកកេះអកកដងអកកំប៉ុងអកដកអត់បានគេងសោះស្រាប់តែម៉ោង8ម៉ោង9ហើយមិនទាន់ឡើងផងមិនស្រួលដល់តែអាចារ្យនាំវេហើយហៅកូនម្ចាស់បុណ្យបាត់ខ្លះហើយគេខ្សាប់មកថាយកអត់បានដេកយំឥឡូវលក់អស់ហើយអ្នកខ្លះឡើងមកដែរប៉ុន្តែគ្នាវាធំមាត់ធំកងមិនសូវស្រួលហ៊ានទៅក្បែរលោកទេឲ្យវាអត់បដ ாய் ទៅចឹងមិនបាច់បានចូលប្រគេនអីទេមកវាយើងលេងពេលអត់ត្រូវចឹងវាចង់ធំមាត់ធំក៏ចាំលោកទៅវត្តអស់ចាំធំទៅហើយសំខាន់ឲ្យបានចង់បេះដូងបនសិនបានគេឲ្យសមាទានសិលអញ្ចឹងញោមចំណាំទុកលក្ខណៈដែលត្រូវហ្នឹងណាអាចារ្យគ្រប់វត្តរៀបវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅហ្នឹងសមាទានមានន័យថាមួយឆ្នាំមាន365ថ្ងៃសំតែមួយថ្ងៃថ្ងៃបុណ្យហ្នឹងឯងកាន់សិលមួយថ្ងៃកាន់អត់បានហើយឥឡូវបើមិនបានទេសុំកាន់តែមួយព្រឹកអត់បានទៀតឥឡូវបើមួយព្រឹកសុំមិនបានទេសុំ1ម៉ោងអត់បានទៀតឥឡូវសុំតែ10នាទីត្រឹមអាកន្លែងចូលប្រគេនហ្នឹងក៏នៅតែមិនបានទៀតអីក៏កំណាញ់ម្លេះញោមអើយ365ថ្ងៃសុំ10នាទីអត់បានបើអញ្ចឹងសុំឲ្យកូនចៅសមាទានសិល10 20នាទីទៅក៏កំណាញ់ពេក365ថ្ងៃយើងអត់សិលទៅហើយណានេះទី1ទី2ទៀតវេអា
កន្លែងវេហ្នឹងក្រោយពីយើងប្រគេនហើយគេឲ្យឧទ្ទិសបើយើងមិនឧទ្ទិសមិនបានទេដូចយើងផ្ញើលុយយើងអត់ប្រាប់លេខកូដអត់មានពីណាទទួលបានទេតោះប្រាប់លេខកូដអញ្ចឹងយើងឧទ្ទិសហ្នឹងដោយប្រាប់លេខកូដដែរឧទ្ទិសទៅដល់ដូនតាមកកងតសពកសៅយីម៉ៅយីមុខឯណាអញ្ចឹងយើងខ្សឹបទៅបើយើងមិនចេះឧទ្ទិសបានអាចារ្យគេបង្កើតបល័យវេគេថាមួយម៉ាត់ឲ្យយើងថាតាមតែអាមិនបានឲ្យយើងថាតាមអញ្ចឹងមិនសូត្របងប្អូនគ្នាមកពីអាចារ្យហ្នឹងប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនកូនចៅឲ្យចេះធ្វើទៀនគេបង្កើតបល័យវេកូនចៅមិនចេះឧទ្ទិសកូនចៅថាតាមអាចារ្យទៅមានពាក្យឧទ្ទិសនៅក្នុងហ្នឹងហើយដល់អាចារ្យវេទៅសម្លឹងមើលឃើញតែយាយតាមមិនមែនម្ចាស់បុណ្យអ្នកថាតាមអាចារ្យកូនចៅអត់មកផងហើយដល់កូនចៅអត់មកផងអញ្ចឹងកូនចៅឬកូនចៅមកដែរប៉ុន្តែអត់ថាតាមផងអានឹងហើយដែលខុសអញ្ចឹងបើអាចារ្យវេថាតាមអាចារ្យទៅណាញោមនេះបានណាហើយដល់ចប់ចុងក្រោយទៅបើសិនជាគាត់មិនបានទទួលទៀតបានអាចារ្យយ៉ាងកញ្ញឥវិនាយេទេវតាផ្ដាំផ្ញើតាមទេវតាទេវាគាត់ខ្វាននិវេតយងនាំដំណឹងទៅប្រាប់ម៉ែឪយើងអានឹងបានហើយសូមឲ្យកូនចៅចំណាំប៉ុណ្ណេះចុះអង្គ3សរុបដោយខ្លីទី1ចូលប្រគិនខ្លួនឯងទី2អ្នកឲ្យទិសខ្លួនឯងទី3អ្នកស្លាប់នឹងទទួលបានបើអ្នកស្លាប់ទទួលមិនបានយើងខ្សឹបខ្សៀលថាផ្ដាំតាមទេវតាឲ្យជួយប្រាប់ម៉ែឪដូនតាខ្ញុំផងទៅបន់ឲ្យតែប៉ុណ្ណេះចុះហើយផុតទៅពីហ្នឹងទៅញោមធ្វើពិធីអីក៏ធ្វើចុះកុំឲ្យបន់ឆ្ងាញ់តែមាត់អ្នកនៅរស់ពំពិសាមុនគេហើយញោមពំពិសាធ្វើបន់ឡើងកក្រឹកបន់អូយបន់ឡើងកក្រឹកស្រាប់តែលឺសំឡេងយំនៅជុំវិញវាំងនឹងយប់ឡើងឆ្ងល់ណាស់ទៅសួរពុទ្ធព្រះអង្គហើយសំឡេងអីស្រែកកក្រឹកជុំវិញវាំងយប់មិញហ្នឹងពុទ្ធថាមហារាជញាតិរបស់ព្រះអង្គហ្នឹងកើតជាកំណើតប្រែតអស់យូរហើយអត់បានតន់ទៅកើតជាមនុស្សទេវតាមិនតន់បានចំណីអាហារបរិភោគទេគ្នាមានកម្មពីជាតិមុនគេឲ្យរៀបចំចង្ហាន់ប្រគេនលោកធ្វើបន់ឲ្យគេឯងអាឡ័យតកូនយំទាននំទាបង្អែមរបស់លោកហ្នឹងលោកមិនស្ងៀមយកនំលោកហ្នឹងទៅឲ្យកូនដល់កូនហូបទៅបែបឆ្ងាញ់ឯងហ្នឹងលេងជាមួយកូនដែរទៅយូរទៅវាលែងដឹងលោកដឹងប្រសក់ឲ្យហូបឲ្យមុនលោកទាំងអស់ទៅដូច្នេះទៅច្បោកច្បល់ទៅធ្វើឲ្យគាត់កើតទៅជាប្រែតអស់កាលយូរហើយមិនទាន់បានមកកើតជាមនុស្សប៉ុន្តែគាត់ត្រូវបានទទួលបុណ្យកុសលក្នុងសាសនានេះអាចបានចំណីអាហារអាចបានផុតពីកំណើតប្រែតទៅកើតជាមនុស្សអីបានប៉ុន្តែទាល់តែមានញាតិណាធ្វើឲ្យឥឡូវញាតិរបស់ព្រះអង្គហើយព្រះអង្គធ្វើទៅគ្នានឹងទទួលបានប៉ុន្តែពិសារធ្វើហើយធ្វើបុណ្យឡើងកក្រឹកហើយមិនក៏មិនទទួលទៅបានព្រះអង្គថាគ្នាមិនមានសិទ្ធិទទួលទេដោយសារមហារាជមិនបានចូលប្រគេនផ្ទាល់មិនបានឧទ្ទិសចំពោះគ្នាអញ្ចឹងបុណ្យហ្នឹងវាឆ្ងាញ់តែអ្នកនៅរស់តាឆ្ងាញ់តែមាត់តែនៅរស់អ្នកស្លាប់ហ្នឹងអត់មានសិទ្ធិទទួលព្រោះយើងមិនបានឧទ្ទិសដើម្បីឲ្យដល់អ្នកស្លាប់បានពឹងពិសាធ្វើបុណ្យលើកនេះអត់ប្រកាន់នេះលើកមុនថាអាងតែអញអ្នកធំអាងតែអញស្ដេចមិនបាច់ចូលប្រគេននេះចេះតែពជាគេឥឡូវពឹងពិសាចូលប្រគេនផ្ទាល់ឧទ្ទិសផ្ទាល់បានដល់អ្នកស្លាប់ដែរញោមណាអញ្ចឹងពួកប្រែតទាំងហ្នឹងទទួលផលនឹងបានអ្នកខ្លះទៅកើតជាមនុស្សទៅកើតជាទេវតាព្រមព្រៀនអ្នកខ្លះបានចំណីអាហាររួចពីកំណើតអត់ឃ្លាននឹងទៅនេះនឹងមានប្រវត្តិនៅក្នុងគម្ពីរបត្រៃ3ដកយើងញោមបានលើកឡើងថាតេខេណានុបទានកុំឲ្យខ្វះអង្គ3ហ្នឹងញោមដឹងដែរអាចារ្យគាត់ធ្លាប់លូប្រាប់អាត្មាហៅគេមិនមកហៅគេមិនមកហៅបងបាត់ប្អូនហៅប្អូនបាត់បងមើលនាឡិកាបដើមមើលទៅគេមកទីនេះគុណអើយហៅចុះហៅឡើងបងមកស្ដីឲ្យអាចារ្យមកវាអាចារ្យនេះហៅខ្ញុំនោះវាមានភៀវអ្នកមុខអ្នកការជ្រន់សុទ្ធតែអ្នកធំខ្ញុំយកអាចារ្យឯងមកនឹងជំនួសខ្ញុំជាមុខជាមាត់មកនេះពេលហ្នឹងទៅធ្វើជំនួសខ្ញុំខ្ញុំយកមកជំនួសខ្ញុំហ្នឹងគេចេញទៅវិញបាត់អាចារ្យទៅបាទលោកបាទអញ្ជើញបាទអញ្ជើញទៅហ៊ានញ៉ៃមួយគេលេងរកឯងធ្វើអាចារ្យទៀតបើអញ្ចឹងហើយមកជំទូលខ្សឹបលោកអធិគុណណាអធិគុណឯងសូត្រធម៌តាំងពីម៉ោង4គេយប់មិញគេអកកេះអកកដងអកកំប៉ុងអកដក10 20កេះឥឡូវសបកផាលមកទេនៅក្រោយផ្ទះឯងសូត្រធម៌តាំងម៉ោង4ទឹកក្រូចមកកំប៉ុងគេមកឲ្យឯងហូបផងសុំអាត្មាមកមានបើអាត្មាអត់ដែរឥឡូវហៅគេមិនមកទេហៅប្អូនបាត់បងហៅបងបាត់ប្អូនមើលទៅទីគុណនោះអានិច្ចាអីទិញទួយទៅអានទៅវត្តវិញទៅមើលទៅគេមិនសូវខ្វល់ហើយតែគេមិនខ្វល់ហើយប្រយ័ត្នតាអាចារ្យគាត់លួចបនយើងអស់ហើយញោមអាចារ្យស្រុកនេះមិនចេះលួចទេព្រោះអាចារ្យស្រុកខ្លះយកបនយើងទៅមកចុះបើហៅមិនមកអាចារ្យចូលប្រគេនជំនួសពឹបអាចារ្យនាំសោត
tiền saoខ្ញុំធ្វើហើយព្រះគុណឲ្យខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំមិនមេត្តាបិតាណាឯងទេមេត្តាបិតាខ្ញុំហើយមកទៅអីបិតាខ្ញុំហ្នឹងអញ្ចឹងយើងអ្នកចំណាយលុយអាចារ្យទិសជូនម៉ែឲ្យគាត់អស់ប្រយ័ត្នអញ្ចឹងហ្នឹងហើយបើសិនជាយើងនឹងមកចូលប្រគិនជាមួយដែរមេត្តាបិតាយើងដែរអាចារ្យមេត្តាបិតាខ្ញុំយើងសូត្រជាមួយទៅយើងមេត្តាបិតាខ្ញុំគេដែរទៅណាបានទាំងអស់គ្នាតែតែមិនមកអាចារ្យគាត់ជូនតែម៉ែឲ្យគាត់អស់ប្រយ័ត្នអានឹងចាញោមហើយអញ្ចឹងបានវាមានរឿងបុណ្យតក្កិណានុបទានដែលមានប្រវត្តិហូរហែថាឆ្ងាញ់តមាត់អ្នកនៅរស់ហ្នឹងមានរឿងច្រើននិទានរឿងឲ្យញោមស្ដាប់ដើម្បីឲ្យបានយល់ចូលចិត្តក្នុងបុណ្យនិយាយពីសេដ្ឋីម្នាក់គាត់ស្លាប់ទៅចោលទ្រព្យសម្បត្តិអស់ហលិញដល់តែចោលទ្រព្យសម្បត្តិទៅគាត់អត់មានទ្រព្យសម្បត្តិអីទៅជាមួយពេលនោះឯងគាត់កើតទៅជាប្រែតអត់ចំណីអាហារប៉ុន្តែគាត់នឹកថាទ្រព្យសម្បត្តិអញទាំងអស់នៅលើដៃកូនបើអញ្ចឹងអញទៅរកកូនសិនក្រែងលោកបានហូបដល់ទៅរកកូនទៅវារកអត់ឃើញទៅឯនេះមិនឃើញទៅឯនោះមិនឃើញគាត់នឹកឃើញថាអូអញកាន់វេទនាកាន់តែយ៉ាប់ហើយទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងខែឆ្នាំណាបានបរិភោគទេទៅរកកូនសិនរកទៅវាមិនឃើញតាមពិតកូនហ្នឹងវាអញ្ចេះញោមគេដូរផ្ទះដូចដីសម័យយើងឥឡូវវាត្រូវប៉ាន់អញ្ចឹងកូនគេលក់ផ្ទះបាត់លក់ដីបាត់ទៅទិញបុរីនៅឯណាទៅខ្មោចឪពុកខ្មោចម្ដាយអត់ដឹងដល់អត់ដឹងទៅមានអីទៅរកតាផ្ទះចាស់ហ្នឹងអញ្ចឹងបានខ្មែរយើងមានទំនៀមមួយថាបើពេលណាយើងដូរផ្ទះពេលណាយើងទិញផ្ទះថ្មីអីឡើងផ្ទះថ្មីអីយើងសូត្រមន្តដើម្បីប្រកាសឲ្យដូនតានឹងដឹងផងថាយើងមកនៅនេះមកនៅនោះចឹងទៅណាហើយដល់ពេលគាត់នឹងអត់បានធ្វើអញ្ចឹងឯណាដល់អត់បានទៅខ្មោចម៉ែឪនឹងមករកតាផ្ទះចាស់នឹងរកអត់ឃើញសោះក៏បានធ្វើដំណើរដើរត្រាច់ពីភូមិមួយទៅភូមិមួយរហូតទៅដល់ក្រុងរាជក្រឹសក៏បានទៅបង្ហាញខ្លួនឲ្យស្ដេចអាជាតសត្រូវនឹងឃើញស្ដេចអាជាតសត្រូវលោកឃើញមនុស្សចម្លែកមកបង្ហាញខ្លួនអញ្ចឹងក៏សួរហៅថាណែលោកនេះបួសលោកទៅណាប្រែតនោះក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីទៅបានប្រែតនឹងនិយាយប្រាប់ថាប្រែតនឹងខ្ញុំពីមុនមកក៏ជាមនុស្សដូចទៅលោកចឹងដែរប៉ុន្តែខ្ញុំមិនបានជឿបុណ្យមិនបានជឿសិលមិនបានជឿទានម្ល៉េះហើយខ្ញុំមិនបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះទើបខ្ញុំមកកើតជាប្រែតគឺកំណើតព្រលឹងនៅលើដីនេះហើយខ្ញុំអត់ចំណីអាហារខ្ញុំស្រេកឃ្លានណាស់ខ្ញុំដើររកកូនព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានហូបអាជាត្រូវសួរថាចុះលោករកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកហ្នឹងហើយគេដូរស្រុកបាត់ហើយគេទៅនៅឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយឯនោះឮតំណែងអញ្ចឹងថាហើយបើអញ្ចឹងលោកធ្វើលោកទៅណាទៀតថាខ្ញុំនឹងទៅតាមរកកូនในនងទៀតពីព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំវានៅលើដៃកូននៅទាំងអស់ហ្នឹងឯងហើយបើសិនជាខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំបានរួចពីកំណើតប្រែតនេះទេអាជាត្រីក៏ផ្ដាំថាលោកទៅក៏ទៅចោះរកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ដល់ខ្ញុំម្ដងទៀតពីព្រោះខ្ញុំហ្នឹងវាចង់ដឹងណាស់មានសំណួរច្រើនចង់សួរគ្រាន់តែផ្ដាំឲ្យប៉ុណ្ណេះក៏បាត់សមោលទៅញោមប្រែតហ្នឹងក៏បាត់សមោលទៅតាមពិតប្រែតនោះបង្ហាញខ្លួនឲ្យយើងឃើញមកផ្លែហើយក៏ធ្វើដំណើរទៅទៀតដែរធ្វើដំណើរលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយរយនេះមិនឃើញឯនោះមិនឃើញបែកកំណត់ដើររកតាមវត្តក្រែងលោកកូនអញធ្វើបុណ្យឲ្យដើររកតាមវត្តរកមិនឃើញទៀតបែកកំណត់ទៀតអញដើររកតាមរោងបុណ្យគេលោកកូនអញធ្វើបុណ្យឲ្យស្រាប់តែរកចុះរកឡើងទៅមកឃើញខ្ញុំឃើញថ្ងៃមួយឃើញកូនឃើញផ្ទះរបស់កូនណាខ្ញុំឃើញផ្ទះរបស់កូនហើយឃើញគេកំពុងតែធ្វើបុណ្យអូយមនុស្សនៅក្នុងរោងបុណ្យនឹងឲ្យកក្រឹករាប់រយរាប់ពាន់នាក់ឪពុកម្ដាយអណាស់ថាអញដើររកកូនយូរហើយឥឡូវរកមិនឃើញស្រាប់តែរកឃើញពិសេសអស្ចារ្យឃើញផ្ទះកូនដ៏ធំស្កឹមស្កៃហើយចំថ្ងៃកូនកំពុងធ្វើបុណ្យទៀតញោមមើលក៏ដែរ
អានឹងមានន័យថាដូចរកអស់ប្រទះជើងងាប់ចឹងដើររកកូនយូរហើយដល់ទៅពេលមករកឃើញរកចំថ្ងៃកូនធ្វើបុណ្យអូយល្អណាស់ភ្ញៀវគេរាប់រយរាប់ពាន់នាក់ញោមហើយបណ្ណទីបំផុតខ្មោចឪពុកខ្មោចម្ដាយអង្គុយយំដដែលថាមិនបានយំកូនគេដូរសាសនាបាត់ហើយកូនគេដូរទស្សនៈគេដូរលទ្ធិគេដូរជំនឿហើយគេធ្វើបុណ្យកក្រឹកកក្រែងនោះមិនមែនតាក់គេណានុប្រទានទេគឺគេជប់លៀងឆ្ងាញ់តែមាត់មិត្តភក្តិគេអ្នកនៅរស់ទេគេគ្មានបានបាំងស្គលគ្មានឧទ្ទិសឲ្យម៉ែឲ្យឪអីទេម្ល៉េះហើយខ្មោចម៉ែខ្មោចឪគ្មានទទួលបានអីមួយម៉ាត់ឆ្ងាញ់តែមាត់អ្នកនៅរស់បានត្រឡប់មកវិញនឹកសំណោះខ្លួនណាស់អាត្មាអញឲ្យខំរកទ្រព្យសម្បត្តិតាំងតែពីសក់ខ្មៅរហូតសក់សរិះថាំទុកទ្រព្យសម្បត្តិឲ្យកូនដល់តែឥឡូវអញស្លាប់មកកើតជាប្រែតអញមករកទ្រព្យអញតែមួយម៉ាត់កូនមិនឲ្យផងកំសត់ណាញោមដល់ឃើញកំសត់ចឹងទៅបានសំណោះថាជាតែសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែប្រាប់ដល់លោកមានសំណួរចង់សួរអញ្ចឹងទៅប្រាប់តែដល់អាជាស្ត្រីក៏សួរថាម៉េចណែឯងរកកូនឃើញដែរថារកឃើញប៉ុន្តែកូនគេអត់ធ្វើបុណ្យឲ្យផងគេធ្វើបុណ្យកក្រឹកកក្រែងភ្ញៀវគេច្រើនណាស់ប៉ុន្តែអត់បានទទួលលៃមួយម៉ាត់ឆ្ងាញ់តែមាត់គ្នាគេនឹងគេជប់លៀងសបាយតែគ្នាគេអាចត្រូវនឹកអាណិតណាស់ចុះប្រែតមួយនឹងអត់អញ្ចឹងចុះអ្នកដតីទៀតដែលកូនចៅមិនគិតមិនគូមិនអត់ដូចគ្នាទៅហើយបើអញ្ចឹងអាចត្រូវក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យប្រែតនឹងប្រែតអនាថាទាំងឡាយដែលអត់មានញាតិធ្វើឲ្យប្រែតទាំងនោះក៏ទទួលបានកុសលផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាព្រោះព្រាតទៅដោយសារអ្នកដតីគេជួយដែរញ៉ាំមើលក៏ដែរអញ្ចឹងបើសង្ឃឹមកូនខ្លួនឯងក្នុងពេលនេះគឺអត់សោះដោយសារអីនឹងហើយព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនប្រឹងស្ដាប់ធម៌ធ្វើបុណ្យរាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានអីបន្តិចព្រោះតែធ្វើបុណ្យខុសព្រោះហេតុនឹងហើយបានជាបុណ្យតក្កិណានុប្រទានអីហ្នឹងគេត្រូវរកអាចារ្យរកប្រសងសម្ដែងធម៌ទេសនាបញ្យល់ថាធ្វើអាម៉េចខុសអាម៉េចត្រូវឥឡូវយើងមានអាចារ្យដឹកនាំធ្វើត្រូវហើយកុំឲ្យខកខានញោមញាតិពុទ្ធបរិស័ទមេត្តាបិតាដែលស្លាប់ទៅនោះលោកទៅកើតទីណាយើងមិនដឹងទេក៏ប៉ុន្តែមានក្នុងនិទានប្រាប់មកថាអាត្មានិទានរឿងឲ្យញោមស្ដាប់មួយទៀតនិយាយពីរឿងមេត្តាបិតាមួយនោះតកូលនេសាទពេលនោះឯងមានកូនមួយហ្នឹងកើតមកកូនហ្នឹងហាក់ដូចជាដឹងជាតិដល់កូនដឹងជាតិចឹងទៅនឹកឃើញថាអញកើតជាតិមុនមកអត់ធ្វើអំពើបាបហើយក៏ទៅនរកប្រែតអស់កាលយូរឥឡូវនេះអញកើតមកជាមនុស្សអញត្រូវតែកាន់សិលប៉ុន្តែខ្លួនឯងមកកើតក្នុងតកូលអ្នកនេសាទហើយក៏អត់ជឿសាសនាពុទ្ធទេញោមឃើញកូននឹងកាន់សិលស្ដីឲ្យកូនថាណែពូជយើងមិនត្រូវមានសិលមានទានអីទេឯងកុំជឿកុំធ្វើបុណ្យកុំកាន់សិលយកកូនទៅជាមួយក្នុងព្រៃកូននឹងទៅឃើញសត្វគេចេះតែលួចប្រឡែងសត្វគេម្ល៉េះហើយម៉ែនឹងនឹកថាកូននេះកូនចង្រៃទុកនៅអត់កើតទេកូនចង្រៃអញ្ចឹងចេះតែមកប្រឡែងសត្វគេអញ្ចឹងដូច្នេះក៏លែងឲ្យកូននឹងមកទុកឲ្យកូននឹងនៅផ្ទះកូននឹងនៅផ្ទះចេះតែលួចដុតសំណាញ់ដុតអន្ទាក់របស់គេនឹងរហូតដល់ម៉ែខឹងកូននឹងចាំជាតិថាខ្លាចទៅនរកប្រែតទៀតនឹងមិនហ៊ានធ្វើបាបស្រាប់តែម៉ែឪខឹងកាត់កាលកូនចោលមកថាណែកូនឯងចង់កាន់សិលអីចង់ជឿសាសនាកាន់សិលហ្នឹងណាពូជអញអត់មានសិលទេអត់ជឿទេឥឡូវបើកូនឯងចង់កាន់សិលចុះចេញពីផ្ទះអញទៅអញឈប់ឲ្យនៅលើផ្ទះដេញកូនចុះពីផ្ទះកាត់កាលកូនចោលកូននឹងក្មេងសោះក៏ធ្វើដំណើរដើរទៅជួបព្រះអានន្ទលោកបានបាបព្រះអានន្ទដើរទៅណាកូននឹងដើរតាមស្រាប់តែព្រះអានន្ទបានចង្ហាន់ឆាន់ទៅកូននឹងអង្គុយពីក្រោយខ្នងព្រះអានន្ទឆាន់ហើយក៏សួរថានាងឯងទៅណាមកណាបានជាមកអង្គុយពីក្រោយខ្នងយើងអញ្ចឹងបានកូននឹងប្រាប់ថាខ្ញុំកណាគឺឪពុកម្ដាយកាត់កាលចោលហើយឃើញថាខ្ញុំកណាជាមនុស្សអត់ម៉ែអត់ឪហើយឃើញប្រពន្ធម្ចាស់ជាអ្នកបួសអត់ម៉ែអត់ឪដូចគ្នាហ្នឹងបានខ្ញុំកណាមកអង្គុយពីក្រោយខ្នងហ្នឹងព្រះអានន្ទឃើញអញ្ចឹងអាណិតណាស់ក៏ឲ្យបាយហូបហើយក៏យកទៅវត្តដល់ទៅដល់វត្តលោកក៏ពំពោះញោមពំពោះជាសាមណេរអញ្ចឹងដល់បួសទៅលោករៀនបកែណារៀនចេះចាំពុទ្ធវចនៈបកែក៏លោកលាចេញទៅបួសជាភិក្ខុហើយក៏លោកទៅនៅព្រៃភ្នំសមាធិកម្មដ្ឋាននៅក្នុងភ្នំហ្នឹង
មានភិក្ខុ12អង្គអស់កាល3ដល់10ឆ្នាំក្រោយមកទៀតញោមនៅយូរចឹងទៅលើស10ឆ្នាំក្រោយមកទៀតលោកធំមែនតើហើយចុះពីភ្នំមកបិណ្ឌបាតថ្ងៃមួយស្រាប់តែលើសំឡេងសម្រែកស្រែកដល់ប្លែកនឹងជើងភ្នំហ្នឹងថាលោកប្អូនជប់សិនលោកប្អូនលោកងាកមើលមកអីចេះសំឡេងអីណែឯងជាស្អីយើងឮសំឡេងប៉ុន្តែយើងមិនឃើញតើណែឯងជាស្អីអូប្រែតដឹងថាគេមើលអញមិនឃើញផងដូច្នេះបង្ហាញខ្លួនឲ្យឃើញសោះស្រាប់តែកលេចឃើញពឹកវានឹងដីស្រែកថាលោកប្អូនខ្ញុំគឺជាបងរបស់លោកប្អូនកាលពីជាតិមុនយើងកើតនៅក្នុងតកូលនេសាទជាមួយគ្នាលោកប្អូនមានដឹងដែរពួកយើងដើររកលោកប្អូនយូរខែយូរឆ្នាំហើយអត់ដឹងថាលោកប្អូននៅនេះលោកប្អូនហើយម៉ែរបស់យើងស្លាប់ទៅឪពុករបស់យើងស្លាប់ទៅកើតជាប្រែតអស់ហើយបងរបស់យើងក៏ស្លាប់ទៅកើតជាប្រែតអស់ដែរដោយសារពួកយើងគ្មានសិលគ្មានទានគ្មានបុណ្យអីសោះលោកប្អូនហើយពួកយើងអត់មានទីពឹងទេរត់មករកលោកប្អូនពួកយើងស្រែកឃ្លានណាស់សូមលោកប្អូនជួយផងបានលោកសង្វេគថាមកផ្ទះស្លាប់ទៅអត់បានមកកើតជាមនុស្សទេវតាអីមួយដោយសារអំពើកម្មមិនអីទេរកកន្លែងសម្រាកចាំអាត្មាជួយលោកក៏បានទៅបិណ្ឌបាតបានចង្ហាន់បានអីមកទៅក៏យកមកវេធ្វើជាចង្ហាន់បិណ្ឌបាតជាតក្កិណានុប្រទានទៅសូមឧទ្ទិសបុណ្យកុសលឲ្យបានដល់បងដល់មេត្តាបិតាបងប្អូនញាតិរបស់ខ្ញុំទាំងអស់ភិក្ខុសង្ឃផតានមោទនារួចទៅពួកប្រែតទៅនោះបានចំណីអាហារទឹកញោមហើយក៏ប៉ុន្តែវាអត់មានសម្លៀកបំពាក់ចឹងមកបង្ហាញខ្លួនទៀតថាលោកម្ចាស់ពួកយើងមានចំណីអាហារបរិភោគប៉ុន្តែអត់មានសម្លៀកបំពាក់សោះឃើញខោអាវល្អស្អាតទាញមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះតើមានកម្មពីអីទៅលោកម្ចាស់ជួយផងលោកដើររស្បងស្បៃត្រៃជាពោរឹសកណាត់ពីរៀនផ្សារពីកណោសារាមបោកគក់ជាលក់បានដេទៅជាស្បងជាសាដកដាក់សាដកប្រគេនទៅប្រសងទាំង13អង្គលើភ្នំនឹងថាលោកម្ចាស់ហើយសូមឲ្យបានបុណ្យកុសលនេះដល់ឪពុកដល់ម្ដាយដល់បងប្អូនខ្ញុំគ្រាន់តែប៉ុណ្ណេះញោមកើតទៅជាសម្លៀកបំពាក់ទឹកដល់ឪពុកដល់ម្ដាយដល់បងមកបង្ហាញខ្លួនសុំទឹកទៀតលោកក៏បានដងទឹកដាក់ធម្មក្រកប្រគេនដល់ភិក្ខុសង្ឃក៏កើតជាស្រះបោកករណីទឹកដល់ពួកទាំងនោះស្រាប់តែពួកនោះក៏សុំថាលោកម្ចាស់ពួកយើងធ្វើដំណើរទៅណាមកណាអត់បានទេដើរវានឹងដីហើយចឹងទៅសុំឲ្យលោកម្ចាស់ជួយផងហើយពួកយើងនឹងក៏ដេកនៅលើបលានៅលើភ្នោខ្មោចដេកនៅកន្លែងព្រៃមិនល្អលោកម្ចាស់ជួយផងលោកក៏បានរៀបចំដើរសុំឈើគេធ្វើជាកូនតូបកូនខ្ទមប្រគេនដល់ភិក្ខុសង្ឃឧទ្ទិសឲ្យកើតជាសេនាសនៈទឹកដល់ម្ដាយដល់ឪពុកដល់បងហើយរកឆាត់រកស្បែកជើងយកមកប្រគេនភិក្ខុសង្ឃជាមធ្យោបាយធ្វើដំណើរសម្រាប់ឲ្យម្ដាយឪពុកបានយានទឹកគ្រាន់តែប៉ុណ្ណេះញោមឲ្យម្ដាយឪពុកនឹងបងនោះសម្រាប់ផលនោះមានយានទឹកមានសេនាសនៈទឹកកើតទៅជាទេវបុត្រទេវធីតាមានវិមានទឹកចង់ទៅណាមកណាដែលទៅលើអាកាសដោយស្រួលហោះហើរដោយទេវតាដទៃដែរបានមកបង្ហាញខ្លួនឲ្យលោកឃើញថាដេគុណម្ចាស់កូនឃើញទេឪពុកម្ដាយនិងបងប្អូនទាំងអស់បានរួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវបុត្រទេវធីតាពេលនេះដោយសារអីដោយសារបុណ្យបច្ច័យ4ដែលកូនធ្វើឧទ្ទិសជូនមកហ្នឹងឥឡូវម៉ែបានទទួលហើយញ៉ឹមមើលក៏ដែរអាសម្លៀកបំពាក់ហ្នឹងជាចៃវរៈបច្ច័យអាបិណ្ឌបាតហ្នឹងគឺបិណ្ឌបាតបច្ច័យអាធ្វើកត់ធ្វើសាលាហ្នឹងជាសេនាសនៈបច្ច័យរួចប្រគេនថ្នាំប្រគេនទឹកប្រគេនភេសជ្ជៈជាកិលេនភេសជ្ជៈបច្ច័យឥឡូវរបស់ដែលកូនធ្វើនឹងបានមកដល់ឪពុកដល់ម្ដាយហើយកើតទៅជាយានទឹកកើតទៅជាសេនាសនៈទឹកជាសម្បត្តិទឹកដោយទេវបុត្រទេវធីតានេះដោយសារកូនឥឡូវឪពុកម្ដាយមកនេះថ្វាយអង្គមអរគុណលោកកូនហើយសូមឲ្យលោកកូនសុខក្នុងភ្នោះឥឡូវឪពុកម្ដាយនឹងបងសូមលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ក៏ទៅបាត់ទៅនេះរឿងរ៉ាវក្នុងបត្រៃបិដកភាគ52យើងនឹងណាភាគ56ខ្ញុំនៅក្នុងបត្រៃបិដកយើងនឹងនិទានពីសម័យព្រះមានដល់ម្លឹងបានជាយើងនាំគ្នាធ្វើតាមខ្ញុំមើលយើងធ្វើគ្រឿងបច្ច័យ4ជាតក្កិណានុប្រទានឧទ្ទិសជូនដល់ឪពុកដល់ម្ដាយដល់បងក៏បានហើយចំណែកព្រះសិរីបុត្រកំពុងតគង់សក់ម្ដាយជាតិមុនមកបង្ហាញខ្លួនសមអញ្ចឹងដែរថាម្ដាយកើតជាប្រែតមិនទាន់បានរួចពីកម្មពៀទេសូមឲ្យលោកកូនជួយផងលោកនឹងក៏បានរចង្ហាន់ធ្វើជាតក្កិណានុប្រទានឧទ្ទិសទៅក៏បានដល់ម្ដាយដល់អីចឹងទៅម្ដាយជាតិមុននឹងក៏បានទៅកើតក្នុងឋានសួគ៌បង្ហាញខ្លួនដល់កូនដូចគ្នាចឹងដែររឿងសបិណ្ឌភិក្ខុក៏ដូចគ្នាចឹងដែរឪពុកកើតជាប្រែតម្ដាយនឹងត្រូវផ្លឹកទៅនរោហើយដល់ពេលម្ដាយនឹងចេញរួចមកវិញធ្វើបុណ្យទៅបំពោះកូនជាភិក្ខុថ្ងៃបុណ្យនឹងឧទ្ទិសកុសលទៅឲ្យឪពុកនឹងផងឪពុកនឹងរួចពីកំណើតប្រែត
បានកើតជាទេវបុត្រម្ដាយអស់អាយុទៅបានកើតជាទេវធីតាពុកម្ដាយទាំងពីរជួបគ្នានៅឋានសួគ៌ក៏ចុះមកបង្ហាញខ្លួនឲ្យសុបិនឃើញថាលោកកូនពុកម្ដាយបានរួចពីកំណើតនេះដោយសារបុណ្យដែលលោកកូនធ្វើឲ្យអញ្ចឹងបានយើងមកថ្វាយអង្គមអរគុណលោកកូនយកមើលតែប៉ុណ្ណេះទេណាហើយពួកទេវតាទាំងនឹងនឹងឲ្យពរដល់កូនចៅឲ្យរស់រានមានជីវិតនៅសុខសប្បាយរកទទួលទានមានបានកើតកាលវាលគុំហេតុនេះហើយបានមានទំនៀមធ្វើតេខេណានុប្រទានធ្វើបុណ្យជូនដល់លោកឪពុកអ្នកម្ដាយតរហូតមកដល់ពេលហ្នឹងអញ្ចឹងណាញោមណាឥឡូវយើងធ្វើជូនទៅដល់អ្នកស្លាប់មានហើយក៏ប៉ុន្តែចំណាយខ្លួនយើងអ្នកនៅរស់រានមានជីវិតនេះក៏យើងសំបុណ្យទុកខ្លួនយើងដែរគេថាកូនចៅណាដឹងគុណមេត្តាបៃតាប៉ុណ្ណេះជាមហាស្នេហ៍ប្រកែបំផុតញោមតាក់ដោយទេវតាតាក់ដោយព្រះអិនព្រំតាមស្រឡាញ់ណាលើសារិកាលិនថោងទៀតញោមទៅណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរទេវតាគ្រប់ទិសទីកន្លែងតាមថែអាសាមនុស្សនេះគេហៅថាកូនមិនចយត់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាឆ្នាំពឹសឆ្នាំពុលទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ឈឺទី4កូនណាធ្វើបន់សពពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់សាកសពឬអធិធាតុម៉ែឪឲ្យសមគួរទី6កូនណានៅទៅនឹកអលឹកធ្វើបន់តេខេណានុប្រទានឧទ្ទិសជូនម៉ែឪរឿយប៉ុណ្ណេះគេហៅកូនមិនចយត់កូននឹងមានធម៌កតញ្ញូទេវតាតាមថែអាសាលោកហៅថាសភិលោកហៅថាយោមេតរាំងពេតរាំងវាមកចោថាមានបោសតិទេវាពេណាំងតិកាឆន្តិមេតាបេតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូទៅប៉ុណ្ណេះទៅប្រទេសណាទៅខេត្តណាទៅស្រុកណាទេវតានៅទីកន្លែងនោះតាមថែអាសាកូននឹងសំបីតប្អិនណាញោមរៀបចេញដំណើរទៅណាមិនឲ្យលើកដៃស្ពះពីលើចុះក្រោមនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមណាប្អិនថាថ្វាយអង្គមកូនចៅណាដែលមានធម៌កតញ្ញូចិញ្ចឹមម៉ែចិញ្ចឹមឪនឹកគុណម៉ែឪថ្វាយអង្គមនៅនោះម្លោះហើយទេវតាគ្រប់កន្លែងក៏ថ្វាយអង្គមតាមថែអាសាតាមទាំងកលតតិបនីលោកសំដែងថាមង្គល38ប្រការព្រះអង្គរកឃើញក្នុងនោះមានមង្គលមួយថាមេតាបេតឧបដ្ឋានังអេតាមង្គលមុតតមੰកូនប្រុសស្រីណាទំនុកម្រងមេតាបៃតាឈ្មោះថាមង្គលដល់ដំគ្រួសារនឹងនឹងមានសុភមង្គលមានកូនក៏កូនល្អមានចៅក៏ចៅល្អមានកូនប្រសាក៏កូនប្រសាល្អញោមណាក៏ប៉ុន្តែបើយើងមិននឹកនាដល់ម៉ែដល់ឪទេក្នុងបរាវិនិច្ឆ័យមាន12ប្រការនោះមានវិនិច្ឆ័យមួយនោះកន្លែងគាថាទី4នោះលោកថាម៉េចកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអស់ទ្រព្យអស់លៀបអស់យុះអស់ស័ក្តិគេមើលងាយធ្លាក់ខ្លួនជើងបែកបាក់ទាស់តែងខ្វែងកំណត់ដោយសារយើងធ្វើឲ្យព្រះក្តៅកាហាយបើដូច្នេះកូនចៅកាន់ធម៌អញ្ចេះថែរក្សាព្រះឲ្យព្រះតិចតិជុំព្រះអង្គឬក៏ថាគុណមេត្តាបិតាជាព្រះនឹងឲ្យពរដល់កូនដល់ចៅរស់រានមានជីវិតនៅសុខសប្បាយគ្រួសារនឹងរកទទួលទានមានបានកើតការវិគុំតិចតិជុំតរៀងទៅដូច្នេះហើយមេត្តាបិតាដូនតាដែលបាក់បែកចែកឋានទៅទាំងនោះសូមទទួលកុសលផលបុណ្យពីកូនចៅសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចោសូមទេវតាទាំងឡាយអនុមោទនាកុសលផលបុណ្យហើយជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងហើយសូមទេវតាជួយថែសាការពារញោមទាំងអស់គ្នាឲ្យរស់នៅឲ្យបានយូរអាយុវែងកុំឲ្យឈឺកុំឲ្យជំងឺអាពាហ៍បៀតបៀនអីណាញោមណាឯចំណែកញោមញាតិជាភ្ញៀវកតញ្ញូដែលអញ្ជើញមកទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គយើងក៏មានមេត្តាបិតាដូនតារៀងខ្លួនស្លាប់បាក់បែកចែកឋានទៅដែរយើងឧទ្ទិសកុសលផលបុណ្យនេះបានដល់មេត្តាបិតាដូនតាយើងរៀងខ្លួនបានដែរញោមញាតិពុទ្ធបរិស័ទដែរអត់មានពីណាចង់ទេរឿងស្លាប់គេញោមញាតិចង់អីអាត្មាមិនដឹងទេប៉ុន្តែបើចំពោះអាត្មាមិនចង់ស្លាប់សោះតែម្ដងឃើញតាមផ្លូវអីឃើញគេដាក់មេនគេដាក់មឈូសអីតុបតែងស្អាតអីអ្នកខ្លះទៅសើទៅមានគេស្អាតដល់ល្អណាស់អាត្មាមើលទៅអត់ស្អាតមើលទៅអត់ស្អាតអត់តន់ស្រឡាញ់ឃើញខ្លះឃើញចិត្តដីនេះស្អាតល្អក៏អាត្មាអត់តន់ស្រឡាញ់ដែរបើសិនជាគេឲ្យតម្រង់ជួរវិញញញោមអាតម្រង់ជួរទៅរកស្លាប់ហ្នឹងសុំនៅក្រោយបើតម្រង់ជួរចែកអំណោយសុំនៅមុខហើយបើតម្រង់ជួរទៅរកកន្លែងហូបចុកអាហ្នឹងសុំនៅកណ្ដាលដូច្នេះលោកថាអត់មាននរណាមួយចង់ស្លាប់ពាក្យកំណាព្យបុរាណថាមនុស្សក្នុងលោកការាល់រូបអាត្មាខ្លាចណាស់លិមួកប៉ុន្តែក្នុងពាក្យនោះគេមិនថាលិមួកទេគេថាពាក្យអីគេនោះតែតាមការពិតពិនិត្យជាស្រេចមនុស្សស្ពាយថងលិមួកនឹងដើរត្រាច់សពឋានមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែមនុស្សអោបចាប់សេចក្តីស្លាប់គ្រប់ប្រាណ
មានន័យថាយើងស្អប់លិមួកប៉ុន្តែទៅណាក៏ស្ពាយទៅតាមដែរដូចមិនជឿវះពោះមើលប៉ុន្តែកុំវះអាត្មាវះញោមហើយមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែទីបំផុតស្ពាយសេចក្តីស្លាប់ទៅតាមបើអញ្ចឹងចង់សួរញោមមួយម៉ាត់ចាំឆ្លើយជាមួយអាត្មាតើនៅក្នុងលោកនេះមនុស្សយើងខ្លាចអីជាងគេបំផុតញោមអ្នកខ្លះថាខ្លាចខ្មោចអ្នកខ្លះថាខ្លាចព្រាយអ្នកខ្លះថាខ្លាចអាបអ្នកខ្លះថាខ្លាចពស់អ្នកខ្លះខ្លាចតកៅមិនតាន់ដល់កំណត់ទេរឿងអ្នកខ្លាចពស់រឿងអ្នកខ្លាចតកៅអាអេសសងអង្គមកទេវាំងវិតាបេសែងកងដូចតលះក្រាំងក្រាំងរត់កាត់ព្រៃពស់រត់កាត់ព្រៃតកៅតពួនក្នុងព្រៃនឹងលែងខ្លាចទាំងអស់និយាយពីអ្នកខ្លាចភ្នូខ្មោចមិនហ៊ានដើរចិត្តទេស្រាប់តាស្លាប់កាត់តលះប្រាយមកលុបទៅពួនភ្នូខ្មោចចាក់ពីពេលឯបងថាខ្លាចខ្មោចស្រាប់តែដល់ទៅស្លាប់កាត់តលះមកវាខ្លាចងាប់ជាងខ្មោចទៅទៀតដូច្នេះលុបទៅពួនអញ្ចឹងបានយើងឃើញថាអាសេចក្តីស្លាប់នេះធំណាស់សម័យសង្គ្រាមជប៉ុនគេឲ្យពមៀលធំសាំងមួយចេញពីបាតស្ទឹងសង្កែខេត្តបាត់ដំបងគ្នា5នាក់ពមៀលមិនឡើងដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចកាល5នាក់ពមៀលអត់រួចដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចមកចំនួនប៉ុលពតដើមថ្នោតមកដើមគេឲ្យសែង5នាក់សែងមិនរួចជ្រែងជ្រុំដកម្នាក់បាញ់ចោលនៅ4នាក់សែងរួចណាអារឿងនេះមកពីអីមកពីអាខ្លាចស្លាប់នឹងវាខ្លាំងជាងខ្លាចអីទាំងអស់ដូច្នេះមនុស្សមិនចង់ទេរឿងសេចក្តីស្លាប់នឹងហើយឥឡូវបើមិនចង់ទេញោមញាតិណាចង់ក៏ចង់ទៅនិយាយអាត្មាចំណាស់ប៉ុណ្ណេះអត់មានចង់ស្លាប់អីបន្តិចទេចំណាស់ប៉ុណ្ណេះលែងចង់ស្លាប់ហើយណាញោមណាគាត់ថាយើងខាត់វាមិនបានមែនមិនចង់ស្លាប់មែនប៉ុន្តែមកហើយសូមឲ្យនៅអាក្រោយគេចោលអីចឹងបរិស័ទទាំងឡាយអាត្មាសួរមួយទៀតលៀបអីដែលសំខាន់ជាងគេបំផុតដែលលៀបដែលយើងត្រូវទទួលបានណាដែលលៀបដែលល្អជាងគេបំផុតតើលៀបអីញោមការមិនមានរោគការមិនមានរោគអរោគជាបរមាលាភាព្រះអង្គថាបើការមិនមានរោគជាលៀបដ៏ឧត្តមពីព្រោះថាមនុស្សទៅធ្វើជាចវាយខេត្តចវាយស្រុកអាចឧត្តមលោកជំទាវធ្វើសេដ្ឋីធ្វើថកែធ្វើអ្នកជំនួញធ្វើអ្នករស់ស៊ីធ្វើគ្រូធ្វើសាស្ត្រាចារ្យតើតែមនុស្សនឹងសុខភាពល្អមិនឈឺបានតែធ្វើកើតអញ្ចឹងអ្នកទៅជំនួញទៅរស់ស៊ីតើសុខភាពល្អកុំឲ្យឈឺបានតែកើតហើយមិនដេកនៅកន្ទេលទៅហើយរលុយចូលអត់បានហើយអស់លុយថែមទៀតមិនអញ្ចឹងយោអញ្ចឹងអាការមិនមានរោគហ្នឹងវាធ្វើឲ្យយើងអាចទៅរលុយថែមទៀតបានគេថាអាការមិនមានរោគជាលៀបដ៏ឧត្តមអញ្ចឹងញោមចង់បានរោគអីអត់ចង់ទេដូច្នេះយើងមិនចង់ស្លាប់ប៉ុន្តែពុទ្ធលោកសម្ដែងអញ្ចេះសัพពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មੰកមិសន្តិបញ្ញបាបពលុបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មចៈសោកតੰប្រែថាម៉េចទៅស្ដាប់បានទេអត់បានទេលោកថាសត្វទាំងអស់គឺមនុស្សសត្វទាំងអស់ដែលកើតឡើងមកគេមិនផុតពីស្លាប់ហើយក្រោយពីស្លាប់ទៅពីព្រោះថាសេចក្តីស្លាប់នឹងនៅខាងចុងបំផុតឡើងជិះម៉ូតូទៅថាមិនឲ្យយកសេចក្តីស្លាប់ទៅស្រាប់តែគ្រាន់តែបុកគេម៉ាន់ក៏ស្លាប់ដែរឡើងជិះកណូតទៅថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែលេចទូកក៏ស្លាប់ដែរទៅធ្វើដំណើរទៅប្រាំងថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែខ្យល់កក៏ស្លាប់ដែរអញ្ចឹងសេចក្តីស្លាប់តោងនៅក្បែរយើងនឹងឲ្យតែឆ្លៀតឱកាសវានឹងច្បាច់កយើងយកហ្មងដូច្នេះហើយមនុស្សទាំងអស់សុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណក្រោយពីស្លាប់ទៅអ្នកណាធ្វើបុណ្យបានច្រើននៅនោះទៅកើតជាមនុស្សទេវតាអ្នកណាធ្វើបាបទៅក្នុងអបាយភូមិមានរស់ប្រែតដេរឆានជាដើមចឹងហើយបានលោកបញ្យល់ថាតាស្មាករិយកល្យាណੰនិច្ចយ៉ាងសម្ប្រាយកម្មបញ្ញានិបរលោកកាស្មੰបតថាហោមតិបានិណੰព្រោះហេតុនោះហើយសាធុជនអ្នកមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់បានជាទីពឹងទៅក្នុងភពខាងនាយព្រោះថាទ្រព្យសម្បត្តិទាំងអស់យកទៅអត់បានទេស្លាប់ទៅអនន្តសេដ្ឋីមានទ្រព្យច្រើនក៏កំណត់ទុកទៀតស្លាប់ទៅកើតជាអ្នកដើរសុំទានគេមកសុំដល់អាផ្ទះខ្លួនឯងពីជាតិមុនទ្រព្យខ្លួនឯងគេមិនឲ្យគេវាយអូសបោះចោលទៀតប៉ុន្តែជាតិមុនគាត់ម្ចាស់ទ្រព្យហ្នឹង
ដល់គាត់ស្លាប់ទៅគាត់កើតជាអ្នកសុំទានគេចោលទ្រព្យទុកឲ្យអ្នកដទៃគេប្រាំញោមមើលឃើញទេសេដ្ឋីម្នាក់ទៀតកើតជាសេដ្ឋីដែរមិនជឿបុណ្យមិនជឿបាបជេរតែពិខុសង្ឃជេរតែព្រះស្លាប់ទៅកើតជាសត្វឆ្កែនៅក្នុងផ្ទះខ្លួនឯងលោកមកបិណ្ឌបាតឈប់ព្រោះលោកទៀតព្រះមកបិណ្ឌបាតជេរព្រះទៀតបានព្រះអង្គចងល់ថាណែលោកសេដ្ឋីកាលមុនជេរតថាគតខ្លាំងបានទៅកើតជាឆ្កែហើយឥឡូវមកជេរទៀតតែទៅអបជ័យបានឆ្កែនោះភ្ញាក់អលឹកមើលខ្លួនអញជាឆ្កែមែនរត់ទៅពួនក្រងផ្ទះធ្លាប់ទៅធ្លាប់លឹកអាជាបានដឹងថាអជីវិតកើតជាមនុស្សនេះស្លាប់អត់ទៀងទេបើមានបុណ្យខ្លះស្លាប់មកបានកើតជាមនុស្សវិញបើមានបាបខ្លាំងស្លាប់ទៅអត់បានមកមនុស្សទេហើយបើបានស្លាប់ទៅកើតជាសត្វមុខជាសត្វខ្លាចប់ហើយខ្ញុំមិនដឹងថ្ងៃណាបានមកមនុស្សទេព្រមដែលឃើញវាធ្វើបុណ្យផងអាសត្វខ្លាមើលក្នុងឯកសារសត្វខំតែគេមួយថ្ងៃអានោះបាបរហូតមួយជីវិតហើយបើអាសត្វមុខវិញនិយាយពីខំទាំងយាយខំទាំងតាខំទាំងអាចារ្យខំទាំងលោករត់តែប្រកេះទៀតហ៎មកជីវិតវាមិនដឹងថ្ងៃណាបានរួចទេបើវាគ្មានឃើញធ្វើបន់ឃើញតែដើរខំគេទៅរហូតដូច្នេះបានកើតជាមនុស្សនេះប្រសើរថ្លៃថ្លាព្រោះមានបញ្ញាអាចដឹងខុសដឹងត្រូវប៉ុន្តែអាសេចក្តីស្លាប់មិនទៀងមិនដឹងថ្ងៃណានឹងបានលោកផ្ដាំថាឲ្យខំធ្វើបន់បដើទុកឲ្យហើយបើស្លាប់ទៅជាយើងបានបន់នោះបានមកកើតជាមនុស្សបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបន់ចេះតែប្រកែកជជែកថាជាប់ការងារកំពុងតែកន់ឲ្យទៅធ្វើបន់ទៅមិនកើតទេតែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតទៅកប់ចោលទៅទេមិនក៏មិនប្រកែកថាលវលទៀតទៅបុគ្គលបែបនេះហៅគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សោះស្មាននេះខុសសោះមិនស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រោកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារតើទ្រព្យសម្បត្តិឯណាមកជួយយើងបានដូច្នេះហើយមានទ្រព្យតិចតួចមានការចង់លួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គុំនៅដល់តែខ្លួនស្លាប់ទៅអាសាសូន្យសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបុណ្យឲ្យជើងកាលឲ្យតែអាចារ្យហៅឈ្មោះអត់បានចូលទៅអត់បានចូលប្រគិននេះផងកទៀងដាច់ជាឆ្នាំងបាយទំលុះកបិតទទួលបញ្ចុះកំពុងគ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាសដែលខ្លួនបំរុងគេថាទ្របគេទីមិនខ្ចីយកមកដាក់បន្លុងនេះពីទិញអាបន្លុងប្រហោងក្នុងគេដាក់លក់ណោះយកមកវះសិនសបកកេះនៅទីក្នុងយហោក្លុកមកគ្រឿងមាសគ្រឿងស្ពាន់តុកថាសដែលខ្លួនបំរុងគេទុកចែកគ្នាហេតុដូច្នោះនៃររូបប្រុសស្រីគួរតែគិតដាក់និច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលមានតែទាននេះទេជាស្ពានចម្លងជាទូកជាក្តារជាវាយចែកឆ្លងរួចនាំរំលងវាលវត្តសង្សារនេះទៅបានណាញោមណាចឹងបានលោកថាឲ្យធ្វើបដើទៅការស្លាប់វាមិនទៀងអញ្ចឹងព្រោះហេតុអីស្លាប់រាល់ថ្ងៃនេះមានប្រមាណប្រភេទញោមស្លាប់មានច្រើនប្រភេទបណ្ណាអាត្មាសង្ខេបដោយខ្លីមានអ្នកខ្លះស្លាប់អង្គុយស្លាប់ឈរស្លាប់នៅពេទ្យស្លាប់នៅផ្ទះប៉ុន្តែមិនចង់និយាយទេថាស្លាប់សង្ខេបដោយខ្លីមាន4ញោមញាតចាំស្ដាប់មើលស្រឡាញ់មួយណាឬយកមួយនោះទៅអាត្មាមួយណាក៏មិនរើសដែរស្លាប់ទី1គេថាអាយុខយៈមរណៈស្លាប់ដោយអស់អាយុទី2កម្មខយៈមរណៈស្លាប់ដោយអស់បុណ្យទី3ឧបយៈខយៈមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាទី4ឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀមកកាត់ផ្ដាច់ដោយអស់អាយុខៃមនុស្សសពថ្ងៃចាប់តែពី75អីឡើងទៅនឹងអស់ភាគច្រើនបំផុតជុំវិញ100លើសពី100ក្រោម100ជុំវិញ100នឹងឯងអាយុខៃមនុស្សអញ្ចឹងបើនរណាបាន80 90 100នឹងសំរុំហើយគាត់ស្រាប់ទៅព្រោះរូបរាងកាយគាត់វាចាស់ទ្រុឌទ្រោមហើយភាសាអ្នកឥឡូវគេថា expire ហើយហូដលេប្រើអីលែងកើតហើយបើអាយុវានៅតិចបាក់ថ្មិញតថ្មិញបាក់ឆ្អឹងតឆ្អឹងបាក់ដៃតដៃដល់តែចាស់មែនទែនដូចកង់អញ្ចឹងឯងខូចកង់ដូរកង់ខូចកម្មដូរកម្មខូចនឹមដូរនឹមប្រទេសអីអញ្ចឹងដល់ពេលវាចាស់វាពុកពួកមែនទែនហើយកវត្តចោលទិញតែថ្មីទិញកង់ថ្មីណាញោមណារូបរាងកាយយើងអញ្ចឹងដែរនេះបានគេហៅថាស្លាប់ដោយសារអស់អាយុទី2គេថាស្លាប់ដោយសារកម្មខយៈមរណៈដោយសារអស់បុណ្យមនុស្សយើងអ្នកខ្លះគាត់និយាយប្រមាថថាអូយអញគុំតែខ្វល់អញមិនទាន់ទៅវត្តទេអារឿងវត្ត
ពូគុំតទៅទេប៉ុន្តែពូទៅនៅថ្ងៃដែលគេហែពូយកទៅដុតនឹងទៅមកអ្នកខ្លះគាត់ថាខ្ញុំមិនទៅសុំសិលទេចាំរលុយឲ្យបានច្រើនទៅទិញសិលយករមកទិញទៅគេលក់ដល់ឯងអ្នកខ្លះគាត់ថាអូយកុំតែខ្វល់សម្បត្តិមនុស្សហ្នឹងវានៅតែសាច់ខ្លែងមកនឹងស្រាហើយតែបានអានឹងទៅវាសម្បត្តិមនុស្សហើយសម្បត្តិទេវតាមានធុខហើយនឹងទៀននោះហើយសម្បត្តិនៅទៀនមានដំងហើយចឹងដីទៅភ័យអីកុំតែខ្វល់រលុយរកកៅតែបានចាយវាគ្រប់គ្រាន់ទៅក៏ថាហ្នឹងឯងឋានសួគ៌គាត់ស្រាប់តែបានលុយចាយទិញផ្ទះធំមានឡាននេះតែស្លាប់ព្រោះលុយនៅសោះមិនក៏ស្លាប់ថែមថាឲ្យតែមានលុយកាក់ចាយមានបាយហូបគ្រាន់អាហ្នឹងឯងសុខសប្បាយហើយឥឡូវមានហើយមិនក៏នៅស្លាប់អ្នកខ្លះស្លាប់ទៅអាយុ20 30កម្លាំងក៏នៅសាច់ក៏នៅឆ្អឹងក៏នៅមាំលុយក៏នៅមានឡានទំទិញថ្មីផ្ទះទំធ្វើថ្មីដីទំទិញប្រមាណហិកតាវាចការស្វាយចាត់ទីចការម្ដេចហើយមិនក៏ស្លាប់ដោយសារអស់បនមិនមែនដោយសារអស់ទ្រព្យសម្បត្តិទេអស់បនទ្រព្យសម្បត្តិនៅមានប៉ុន្តែអស់បនស្ត្រីម្នាក់ស្ត្រីនឹងឈ្មោះនាងសេរនីអាយុ8 ដល់ 10ស្អាតណាស់ស្អាតជាងអាត្មា2លានកន្លះដងអានេះតាមស្មានប៉ុន្តែចេះរឿងរូបម៉ែឪនិយាយបដៅមិនស្ដាប់សិតតែថាម៉ែឪនឹងចាស់កំរិលទៅជឿស្អីបនបាបវាមានរូបប្រែតមានព្រំមានទេវតាស្អីកុំទៅជឿទៅចាស់កំរិលអីកើតមកប្រពៃណីវប្បធម៌ឯងមិនខំរៀនសូត្រទៅស្ដីឲ្យចាស់ទុំសិតតែចាស់ទុំនឹងល្ងងអត់ដឹងអីខ្លួនឯងប្រឹងរកទ្រព្យមែនសុំសរសើររកបានមាសបានលុយកាក់ច្រើនទិញមាសកប់ទុកហ្នឹងហើយអាយុទៅ8 9 10សុំលុយបានច្រើនអត់ជឿបនថ្ងៃមួយថ្ងៃឧបោសថដើរមកក្នុងវត្តយាយហៅថាចៅអើយម៉ណេះមកចៅធ្វើភេសជ្ជៈប្រគិនប្រសងយកបននៅថ្ងៃឧបោសថស្រាប់តែងាកមកទេសនាដាក់យាយទៅមកយាយឯងជាណាស់អស់ប៉ុណ្ណឹងហើយនឹងឆោតទៀតទៅមិនជឿលោកអីមានបុណ្យមានទានអីទៅខំជឿអីចាស់អំរិលចុះខំជឿឆោតឲ្យឆោតស្ដីឲ្យយាយមកឆ្អែតយាយស្ពឹកមុខទៅមកអញហៅគេធ្វើបុណ្យគេទេសឲ្យមិនអីទេនាងថាមិនថាទេនាងត្រឡប់ទៅផ្ទះបាន2 3ថ្ងៃស្លាប់ខ្យល់កក្មេងសោះខ្យល់កស្លាប់ដែរដល់តែស្លាប់ទៅអត់មានបុណ្យឲ្យកើតជាមនុស្សទៅកើតជាប្រែតអត់ចំណីអាហារនៅក្នុងព្រៃកន្លែងគេចោលខ្មោចមួយកន្លែង3 4ឆ្នាំក្រោយមកអ្នកស្រុកនាងនឹងបរអទេសលក់ដូររស៊ីដូចគេលក់កញ្ច្រែងលក់ចង្អេរលក់អីអញ្ចឹងទៅយកតាណាដេកទៅនឹងស្រាប់តាក៏ឈប់សម្រាប់អទេសក្នុងដងព្រៃហ្នឹងសូរិយាអស់ស្ដុំគុតអលុតប្រសូសែងទៅតាដោះគោដោះក្របីដាំបាយទឹកហូបម៉ោងប្រលប់គេថាម៉ោងខ្មៅចេញដើររស៊ីប្រែកហ្នឹងវាចេញមកមែនស្រាប់តែឃើញមុខតាហ្នឹងក៏ស្គាល់បង្ហាញខ្លួនឲ្យឃើញផ្លែតលោកតាស្គាល់ខ្ញុំមិនអត់តានោះយ៉ាកញ្ញាងហ៊ីស្អីចេះលោកអើយណែឯងជាខ្មោចជាព្រាយចង់លងបន្លាចខ្ញុំមែនទេលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរមាននឹកចាំដែរអើចៅសេរនីស្លាប់មក3 4ឆ្នាំហើយចុះចៅឯងទៅកើតឯណាថាលោកតាខ្ញុំកាលនៅជាមនុស្សខ្ញុំប្រមាថមើលងាយប្រសងមើលងាយអាចារ្យមើលងាយយាយតាមើលងាយម៉ែឪជឿបនបាបអីខ្ញុំអត់ជឿខ្ញុំអត់មានសិលអត់ធ្វើបនស្រាប់តែខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហារបានខ្ញុំជឿថាឥឡូវមានប្រែតមែនខ្ញុំមានកម្មធ្ងន់ណាស់មិនអាចទៅផ្ទះបានទេលោកតាប្រាប់ម៉ែខ្ញុំផងថាមាសខ្ញុំកប់នៅក្រោមគ្រែកន្លែងខ្ញុំដេក4 សែនកហបណៈឲ្យគាត់កាយចេញមកហើយបែងជា2មួយចំណែកធ្វើបុណ្យឲ្យខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាចោះបើសិនជាគាត់មិនបានជួយខ្ញុំទេមិនដឹងថ្ងៃខែឆ្នាំណាខ្ញុំរួចទីកំណត់ប្រែទេលោកតាកុំភ្លេចណាផ្ដាំតែប៉ុណ្ណេះបាត់សមោលទៅវិញទៅអានឹងគេបង្ហាញមកផ្លែតតារៀបចំកន្លែងដេកនៅក្នុងមួយយប់ទៅអាត្មាចេះតែសរសើរតាអស់ហ្នឹងចេះតែសម្រានលោកដែរណាអាត្មាសម័យវិញថាបើមិនជាអាត្មាវិញមួយយប់នោះគ្មានលក់ទេអង្គុយចាំមើលមកក្រែងមកទៀតបាននិយាយគ្នាដល់តានោះលក់មួយយប់ព្រលឹមឡើងបោះអាទេសចេញមកទៀតពេលមកដល់ផ្ទះយាយនឹងឈប់អាទេសយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនឯងយាយឯងយាយនោះកំពុងឈឺដេកទទួលភួយងើបឡើងប៉ាំងផោយប៉ាំងភួយដល់ភួយខ្នើយដល់ខ្នើយរត់មកឯណាកូនខ្ញុំឯណាថាលោកយាយនៅក្នុងព្រៃខ្មៅនេះនោះទេបង្ហាញខ្លួនថាម៉េចថាឲ្យលោកយាយហ្នឹងណាជួយគាស់មាសនៅក្រោមគ្រែកន្លែងនាងដេកចុះថា4 សែនខបណៈនោះឲ្យបែងធ្វើបុណ្យឲ្យនាងផងនាងថាបើមិនធ្វើបុណ្យឲ្យនាងទេអត់ដឹងខែឆ្នាំណានាងបានកើតជាមនុស្សទេហើយឲ្យលោកយាយខំធ្វើសានទានផង
dây nó qua miền nó bàn miền mong coi càng sờ nóc tham mạch khởi tê con trong miền trong bàn con mình chưa bon sóc con chưa tập trọp sầm bát miền bàn mà giang lâu trọp sầm bát con ở miền bát tê con slap đời xa hai đây con slap đời xa con ọt bon mình men ọt lùi đây thay con men ọt trọp đây và con ban thôi bon khăn á con mình toàn slap tê chẳng con slap đời xa ọt bon này mà bị con ọt tập thành bon mình này đi chăm mày thôi bon ao ban dây nâng thôi bon ao con nâng ban được tua phò nâng từ cao tham xua tới dây nâng o hà dụ tới là xa sờ pram trăm sờ bằng bảy o hà dụ từ cao tham xuống chuột kia chỉ mai hay con nâng mài cho hơi nông tiêu tư khi tiêu thì đào là ọt nia tới lượng lang phải chia thà làm đời sáng o hà dụ nâng cười ọt bon nâng cười chẳng hay ban khmer dương miền bột mỗi cứ thôi bon chùm răng phải chôn đôi bịa thà sọc kháo bồn nhát sang ôi chỉ giàu nên na co sang sân song bon nên nông nâng ban sẽ cái đây sọc chẳng với làm đời sáng ọt bon dương không thôi bon phải chôn nông dương cầm màu chặt ọt na nhau nè đôi nẹp bờ tập pieng nâng bờ thắt đòn tập pieng bờ ọt chặt tập thải nó cầm màu bị chặt ọt bờ coi ọt lưỡng phải chôn lưỡng tập thải bờ ghé để cái ghé ọt lưỡng phải chôn ghé tập thải cho dương luôn nơi đại sa bờ bon nâng dương phải chôn bon tập thải nhiều dân miền bon trào này nhiều chưa sớm mai parang cái slap ọt mà còn nói anh prom slap sớm mai bị chặt sập đòn chặt sập pram mà e song ong mà tê văng vịt à bê say công đưa slap cắt từ lẽ lần hồi say bên mình cái slap ấy lót anh prom slapสมัยใบชนำผมใบใครมาเพยไงกิแกงติจิเปรจิปลายกิบอดใบหดแต่บอกกลเจกิสลับไปรอบเลี้ยงในไอ้ผมสลับไปมาสมัยอสมตรุกิสลับออกรอบเมืองในไอ้ผมสลับไปมาโควิดจงร้อยที่มาผมมองออกมากันนอนร้อยที่ตื่นร้อยให้ไอ้ผมตื่นเกสับมาไปหายได้หนึ่งหายอดจิมไหลเตะเนี่ยเมียนบอลมันตอนออกบอลกึ่งจังอดใบเวทนีลงบ้ามันก็มันสลับแต่ปันได้บอกออกบอลไม่เอาเนื้อจากขนมไปหายสูบซอกสลับแต่โดยใจมวยน้องไอ้มันตื่นให้กับท่านไม่ไอ้ใครโยใครยังไอ้ด่าปากีเดชฉันกี่ให้กับท่านมันตื่นคือตื่นออกเสียตลาดดัชโกดบังดัชโกดมุวิชโกดโจมบอกก่อนสลับดอกรองเตียมามาท่านเนี่ยมันดูออกบอลจังอ่ะคือตื่นให้กับท่านชีรอบยุตอนไอ้ไอ้มันเดินรองเตียก็สลับได้ให้ในหายดึงกระมอยออกบอลคือประทานตื่นนั่นโยมนะไอ้ตีใบออกตั้งอายุตั้งบนตำนานคณีตีปุ้นองค์ประเชษแต่กะกามูเนียเมียนกำตีมากัดได้อันนั้นโดยดาวเติมเมียนโกเมียนจอเมียนเตียให้เติมหรือทับบ้านไม่ชื่อสกอตได้จังเติมอันนั้นให้แกให้ตะกำเปียบอกยังเป็นมาดอยังทลบเธอบาอายุปนังปีมุนเมาจังโยมเบอร์อดเมียนกำเปียได้โยมดาวปรีโยมดาวเบียร์อดไผ่อดปัญญาเบอร์เนี่ยอดเมียนกำเปียเหมือนไงสลับตัวมองโยมนะจังให้กล้อยปีสลับเติมเนี่ยในรั้วเธอบอลจูนเนี่ยสลับเมียนใบเนี่ยในรั้วกิจมือบอลจูนเนี่ยสลับเติมเมียนใบบอลอันนั้นรูปโดยสังขารตีมวยเกี่ยหายถาบอลซอกหรือหายถาบอลเมียระนาสังครูเนี่ยสลบแสกและหายถาบอลขมาวตีปีเกี่ยหายถาบอลเชียร์ปนากัดคือการเรียนจงตกดักสาซอกตีใบเกี่ยหายถาบอลเตะเขนานโนปเตียนอะไรเลือกใบบอลนั่งมองในเตียนจูนโยมตีมวยบอลเมียระนาสังครูคือสังครูดอลเนี่ยสลับนั่งสังครูดอลกรองครัวซานเนี่ยสลับในขนมสังกุมนี่บ่าวยืงมีเนี่ยสลับหอยมียืงเมาจานจังวิจิลักตะพอมวยปังหาอย่าเคยตีเรื่องทางดาวมาปีโกนจังมาจากบอลนั่งทะเลาะติดจุยเกได้เมาปีลูกยัยลูกตาเนี่ยมาจากบอลนั่งทะเลาะติดจุยเนี่ยสลบเนี่ยภูมิได้บานกิมเมานั่งอ่ะบ่าวสันเจนเนี่ยนาบอลก็มันตื่นในนาวิธีไอ้ก็มันได้ตื่นในนาสลับก็มันตื่นดอลลาร์เปย์ยังเมียนระบบเมียนมนุษย์เมาที่แต่เราอาจารย์สอนจองอาจารย์เราออกที่โดยชนะหายน้องสังกุมนี่เลือกหายทาสังครัวขณีสังครัวดอกกรมครัวซานเนี่ยสลับตรองทาขณีปัดบองมาได้จิตตีสลายหายเมียนตกมุยบาสันจีเนี่ยสลบเนี่ยพวกมันอาจมันชงเตะขณีเมียนตกมุยตีตกปีโปรเกตอาชงเนี่ยโจศาสนาดนตรีพระกปงแต่สบายคราวเราเป็นแม่สลับมีเป็นอะไรโลกมันตื่นจ้ามันตื่นสบายครัวมองอันจุนจิตขมายตัดสัญญาณบันดักการศาสนาประพุทธไม่ก็อันกบฏจิตสาอันจังสายคราวล้วนโยมายส่วนครัวตีปีอันนี้ส่วนครัวตีมดดังกรมครัวซานเนี่ยสลับยืงมาช่วยเกี่ยงไงคราวเกี่ยก็จะช่วยยืงเป็นได้
សង្គ្រោះទី2សង្គ្រោះដល់អ្នកដែលស្លាប់ទៅប្រកបដោយធម៌4យ៉ាងទី1មកចូលចាប់មគ្គផលមានន័យថាគេមិនមែនចង់បានអីពីយើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានក៏ចូលចាប់មគ្គផលនរណាមានជែកនរណាមានមនុស្សស្លាប់បច្ច័យអង្គលុយកាយក៏មកចូលទៅទី2បយវច្ចៈជួយស្មូតជួយសូត្រធម៌អាជួយនិយាយណែនាំក្មួយឲ្យធ្វើអញ្ចេះចៅឲ្យធ្វើអញ្ចេះតែគ្នាកំពុងតែកើតទុកគិតអីមិនចេញទី3ហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលអីចេះអីក៏ជួយនឹងទៅនិយាយខ្លះចេះតបតែងផ្កានិយាយខ្លះចេះរៀបចង្ហាន់ចេះក្រាលអាសនៈជួយគ្នាទៅគ្នាកំពុងមានទុកអានេះគឺថាសង្គ្រោះទី3ឯសង្គ្រោះទី4គេហៅថាសមានតតាទម្លាក់មាននេះឲ្យស្មើប្រកាន់កុំឲ្យប្រកាន់ថាយើងអ្នកមានយើងអ្នកធំមិនទៅជួយអ្នកក្រីក្រអត់ទេជីវិតមួយដូចគ្នាកើតមកជាតិធាតុប្រមាណរស់កើតមកជាតិធាតុមួយចានរស់ប្រមាណស្លាប់ប៉ុណ្ណឹងទាំងអស់គ្នាហ្នឹងទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនកប់ដុតទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនមកបញ្ចប់ទេធ្នូមួយតែប៉ុណ្ណឹងបើដូច្នេះហើយអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់បានប្រពុតលោកដាក់ថាត្រឹមតែជីវិតមួយដូចគ្នាជួយគ្នាទៅនេះគេហៅថាបុណ្យមរណៈសង្គ្រោះមានន័យដោយខ្លីថាមិនចាំបាច់តែគេអញ្ជើញទេលឺតែដំណឹងមកណាញោមណាព្រោះអ្នកស្លាប់អត់មានដាក់ប្រូក្រាមមុនទេអានេះបុណ្យមរណៈសង្គ្រោះដល់ទី2គេនាំគ្នាធ្វើបុណ្យជាបណកិច្ចជាបណកិច្ចគឺការរៀបចំទុកដាក់សពតាមប្រពៃណីសមគួរដល់សាសនាបើញោមចង់ស្ដាប់រឿងនិទានពីផ្សេងអាត្មានិទានឲ្យញោមស្ដាប់រឿងនិទានប្រទេសផ្សេងណាញោមគេរៀបចំទុកដាក់សពនឹងវាមាន4របៀបប៉ុន្តែរកឃើញមែនតើកាន់តែច្រើនណាស់ឥឡូវប៉ុន្តែយើងសម្ដែងជាគោលមាន4របៀបរបៀបទី1ទៅបដាច់ទឹកទន្លេខ្មែរយើងពីសម័យហ្វូណនចេនឡាបូជាឲ្យកើតផេះកើតខ្ជុំយកទៅដាក់ក្នុងទន្លេអ្នកមានកើតផេះកើតធៀបដាក់ក្នុងកោតមាសកោតប្រាក់កោតសម្រិតយកទៅទម្លាក់ក្នុងទន្លេក្នុងស្ទឹងក្នុងបឹងអ្នកក្រគ្មានសម្រិតមាសប្រាក់អង្គគេក៏អមដីកើតដាក់ក្អមឆ្នាំងទៅដាក់អង្គគេឥឡូវហ្នឹងក៏នៅមានអធិពលធ្វើបែបហ្នឹងដែរថ្ងៃទី2ទី3នេះបូជាសម្ដេចអគ្គមហាសង្ឃរាជទីវងហ្នឹងក៏ត្រូវយកប្រធានហ្នឹងទៅដាក់ក្នុងទន្លេចឹងដែរដូច្នេះនៅមានខ្លះប្រវត្តិអ្នកដែលជឿទៅលើទន្លេហ្នឹងជនជាតិឥណ្ឌាញោមមកគេជឿទៅលើទន្លេកុងគីគឺជាទន្លេមួយដែលហូរចេញពីភ្នំជាង 3000 ឆ្នាំកន្លងមកហើយដែលគេយកធាតុទៅចោលអ្នកស្រាវជ្រាវថាបាតទន្លេកុងគីកម្រះឆ្អឹងប្រហែលជាង2ម៉ែត្រអាត្មាធ្លាប់ទៅដល់តំបន់មួយដែលលើទៅក្នុងល្ខោនគេហៅថាទីក្រុងពីរាណសីទៅដល់នោះទីក្រុងចាស់បុរាណមែនគេហៅថាវ៉ារ៉ាណស៊ីអាត្មាថាអូអញមកដល់ពីរាណសីធ្លាប់ទៅលើក្នុងល្ខោនអ្នកខ្លះគេហៅឈ្មោះថ្មីថាបេណារ៉េសមានសន្តាគារធំនៅនឹងមាត់ទន្លេកុងគីទីក្រុងនៅទន្លេកុងគីសន្តាគារធំហ្នឹងគេដាក់ឈ្មោះថាសន្តាគារចាំស្លាប់ហើយមានទីប្រឆាជាង80ទីប្រឆានៅតំបន់នោះភ្លើងឆេះតាំងពីព្រឹកទល់យប់តាំងពីយប់ទល់ព្រឹកខ្មោចគេដឹកពីទីជិតទីឆ្ងាយមករុំកណាត់ក្រហមដាក់លើដបូឡានតាក់ស៊ីចងមកអាត្មាស្មានទៅដឹកកូនឈូកមកដល់តថ្លៃអាចារ្យភ្លុកត្រូវតម្លាក់ឲ្យដុតរូនបន្តិចទាញតម្លាក់ក្នុងទឹកអូគេដឹកពីឆ្ងាយមកមនុស្សជីនៅពេញខាងក្រោមដាក់ខ្មោចទៅលើអត់មានខ្លាចអីបន្តិចហើយដល់តែពេលទីប្រឆាហ្នឹងគឺដុតគ្មានប្រទេសគ្មានទំនេរសោះហើយអ្នកណាដែលគេមានលុយគេទៅជួលសន្តាគារធំហ្នឹងគេហៅសន្តាគារចាំស្លាប់គេយកម៉ែគេទៅជួលបន្ទប់ដាក់ដើម្បីឲ្យគាត់ស្លាប់នៅចិត្តហ្នឹងវាចិត្តផ្លូវទៅឋានសួគ៌គេយល់ថាអាតលេហ្នឹងហូរទៅឋានសួគ៌ដូច្នេះតែបងធៀបម៉ែឪគេចូលហ្នឹងទៅឋានសួគ៌ហ្មងអ្នកមានលុយមើលតែម៉ែឪគេទាំងហៅបន្តិចគេទៅជួលបន្ទប់ដាក់ឯលាន់ហើយឥឡូវបន្ទប់នៅទន្លេច្រើនណាស់ញោមណាចង់ជួលតែថ្មអត់ទេនិយាយពីអ្នកក្រអត់មានលុយជួលបន្ទប់គេដេកតាមមាត់ទន្លេឲ្យលកើតជាមួយនឹងគោបើយើងទៅក្នុងតលម៉ោង3ម៉ោង4ឡើងទៅព្រោះឡានទៅថ្ងៃទៅអត់ចូលអត់ដល់ទេដោយសារមនុស្សច្រើនពេកវាស្ទះគេឲ្យឡានធំចូលលេអាត្មាទៅម៉ោង3ម៉ោង4ដើរសឹងតែជួនតែតានឹងគាត់នៅសម្រាននៅមាត់ទឹកនឹងធ្វើអីសួរទៅគេថាគេសម្រានចាំស្លាប់បើវាស្លាប់ទៅចិត្តមាត់ទឹកចិត្តគេទាញតម្លាក់ទៅឋានសួគ៌តែហ្មងចេះមានចឹងដែរ
ដល់ទៅពេលអ្នកនៅឆ្ងាយចិត្តក្បែរនឹងល្មមពេលស្លាប់ទៅគេហែមកញោមដល់គេហែមកគេលេងគេវាយឲ្យទៅហឹងអើងកងគ្រុងក្រាំងទៅអាចារ្យភ្លុកដើរពីមុខគេហើយអ្នកសែងខ្មោចទាំងអស់ហ្នឹងជុំវិញហ្នឹងហើយអ្នកហែគេស្រែកអន្តហឹងអាចារ្យស្រែកមុខគេហើយអ្នកស្រែកអន្តហឹងយើងអត់ដឹងឆ្ងល់រត់មកមើលគេធ្វើអីគេចេះអ្នកនៅមុខគេស្រែកថារាមណាមសច្ចហេអ្នកហែមកគេថាហេប៉ុន្តែសលេងគេមិនដូចសលេងអាត្មាទេសលេងគេមានខោសាក់គេចេញឡើងគលើញោមរាមណាមសច្ចហេគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌មែនទេសច្ចហេគេថាពិតមែនឈ្មោះអ្នកស្លាប់នេះបានទៅឋានសួគ៌ពិតមែនទេពិតមែនដល់មកដល់គេដុតរូលបន្តិចទៅលាក់ក្នុងទឹកនឹងទៅញោមហើយនិយាយឡើងទុកជាមួយអាត្មាទៅដល់កណ្ដាលទន្លេនឹងទាញដកម្នាក់មួយជាមួយទឹកនឹងយកមកទុកមុខមកគេថាទឹកលាងបាបពួកខែខ្លះគេនាំគ្នាកាត់ពីខេត្តផ្សេងមកគេងូតទឹកលាងបាបអាត្មាមានយកជើងប៉ះក៏ឃើញខ្មោចបណ្ដាច់មុខក៏និយាយហ៊ានជាមួយយកមកទុកលុបមកបណ្ដាអាត្មាទឹកនោះគេបូមយកមកទៅទឹកសុកលុបពេញនោះអាត្មាបានឆាន់គេដែរតែគេដាំត្រយទឹកនឹងស្បបានឆាន់គេដែរនេះមកបែបខ្មែរយើងសម័យពីដើមនៅខាងបាត់ដំបងនៅខាងទន្លេសាបខេត្តទឹកក៏ដល់ទន្លេអស់គ្មានកន្លែងបូជាគេបដែតចោលដែរហើយមានពីដើមដល់ឥឡូវអាត្មាចុះទៅសាកសួរមើលអត់មានទេអត់មានបដែតចោលទេប៉ុន្តែមានតម្កល់មានដាក់ក្នុងមជ្ឈុះលើកដាក់លើប្រគាប្រាំងហ្នឹងហ្មងហើយបានគេរកកន្លែងបូជាអីមានខ្ញុំណាឥឡូវលែងមានបដែតចោលហើយបដែតក្នុងទឹកហ្នឹងប៉ុន្តែគ្រាន់តែមានបូជាយកទៅរួយក្នុងទឹកមានមកបែបទៀតជំនឿអ្នកស្លាប់ទៅគេយកទៅចោលក្នុងព្រៃនៅប្រទេសអេស្គីមូគេមានតកកច្រើនគេជឿថាតយោសពនឹងទៅដាក់នៅលើតកកហ្នឹងម៉ែគេបានទៅឋានសួគ៌ហ្មងម្ល៉េះហើយឲ្យតែស្លាប់គេយកទៅដាក់លើភ្នំតកកហើយនៅអាហ្វ្រិកាមួយនោះគេយកទៅដាក់ក្រោមដើមឈើហើយគេនាំគ្នារាំជុំវិញគេថារាំហ្នឹងជូនដំណើរគាត់បានទៅឋានសួគ៌ហើយឯចំណែកមនុស្សកើតមកគេនាំគ្នាអង្គុយយំគេថាយំហ្នឹងកើតមកមិនបានយំគេថានាំទុកមកអ្នកស្លាប់ទៅផុតទុកហើយគេរាំគេសែងខ្មោចទៅរាំទៅមកបែបរបស់គេចឹងទៅហើយដល់តែអ្នកខ្លះយកទៅចោលក្នុងព្រៃនៅប្រទេសឥណ្ឌាពីដើមគេចោលលកេលកោតប៉ុន្តែឥឡូវគេធ្វើកន្លែងចោលជុំគ្នាញោមបើញោមទៅដល់កន្លែងគេចោលខ្មោចហ្នឹងទៅដូចឡចឹងធំមកគេធ្វើកផែងជុំវិញចឹងញោមទៅអើតមើលព្រះហើយអាចាស់ក៏មានអាថ្មីក៏មានដូចពហុចឹងញោមឲ្យព្រៀបទៅមកទាំងខ្មោចក្មេងទាំងខ្មោចចាស់គេដាក់ចោលចឹងប៉ុន្តែបើនៅម៉ុងហ្គូលីនិងទីបេខាងជើងគេចោលក្នុងព្រៃគេនិយមមានជំនឿថាឲ្យសត្វស៊ីបានម៉ែគេបានបន់ហើយគេបានទៅឋានសួគ៌ម្ល៉េះហើយគេជឿទៅលើសត្វថ្មាតសពថ្ងៃមានថ្មាតជាង200ថ្មាតចាំចុះមកស៊ីសាសពនៅខាងទីបេពេលគេយកខ្មោចទៅដល់ទៅអាចារ្យភ្នំគេហៅដុំដេគេកាប់មកកណាត់គេលះចឹងហើយគេដាក់ពង្រៀបចឹងទៅហើយបានគេអញ្ជើញថ្មាតមកថ្មាតហ្នឹងវាមកមានរបៀបទៀតតម្រង់ជួរគ្នាមកវាមកស៊ីទៅគេទៅមុននឹងស៊ីគេធ្វើបាំងស្កោតបាំងអីគេទៀតណាហើយដល់អាថ្មាតស៊ីហើយទៅកូនគេសប្បាយគេថាម៉ែគេបានទៅឋានសួគ៌ហើយគេហត់ទៅមើលអាលាក្បាលថ្មាតចុះប្រហោងប៉ុណ្ណាអាចារ្យគេទាញតាមប្រហោងនោះប្រហែលថ្ងៃទៀតគាត់កើតប្រហែលខែទៀតគាត់កើតចឹងមកអានឹងមានជំនឿនៅទល់សប្ថ្ងៃហ្នឹងអានឹងរឿងយកទៅដាក់ចោលក្នុងព្រៃខ្មែរយើងសម័យអង្គរមានខ្លះឥឡូវលែងមានជំនឿមួយទៀតយកទៅកប់ក្នុងដីអាកប់ក្នុងដីនេះយើងរកឃើញភ្នូបុរាណនៅក្រិចនៅរ៉ូមនៅអេស៊ីបអូថ្លៃទៀតណាយើងរកឃើញមួយថ្លៃថ្ងៃមុននៅអាមេរិកគេទិញបានពីអេស៊ីបមកមួយអាត្មាទៅរងមើលគេដែរទិញសបុតអត់តាន់គេទេគេចូលពេញទាំងអស់គាត់តែខ្មោចម៉ាំមីសោះហ្នឹងទៅដើមគ្នាមើលប៉ុន្តែគេឆ្ងល់ថាបុរាណហ្នឹងរាប់ពាន់ឆ្នាំហើយមិនដឹងដាក់ថ្នាំអីទុកឲ្យនៅរសារៀងនៅកើតនេះអានឹងល្បីណាស់សូម្បីតែអាកប៉ាល់ទីតនិចដែលលិចហ្នឹងក៏មានជំនឿខ្លះថាមកពីដឹកខ្មោចទីតនិចដឹកខ្មោចណែម៉ាមីមកដែរម្ល៉េះហើយរកឃើញភ្នូបុរាណតាមបែបអន្តរជាតិមាន4ទី1គេហៅថាម៉ាមីសពគេបញ្ចុះដាក់បិឈរឬលិតជង្គង់បិឈរហ្នឹងគេហៅម៉ាមីសពមួយទៀតគេហៅដុលម៉ុងគេរកថ្ម3ដុំគេជីកដៅឲ្យជ្រៅទៅគេដាក់ថ្ម2ខាងគេដាក់សពនៅកណ្ដាលដាក់ថ្មមួយគ្របពីលើដែលប្រែថាតុកថ្មអាហ្នឹងដុលម៉ុងមួយទៀតគេហៅថាម៉ុងហៀគឺគេដាក់ថ្មមកផ្ទាំងពីក្បាលតនេចេញមកអើតមកថ្លឹលខាងលើនេះដល់គេកប់ទៅឃើញថ្មងើបមកថ្លឹលអាហ្នឹងសបោនៅអាមេរិកសបោណាអាហ្នឹងហៅម៉ុងហៀ
មួយទៀតខូខើបំផុតឥឡូវគេបាត់ចោលហើយគេហៅថាកប់សពសមូហភាពបើស្ដាច់ក្រាញ់បើសិទ្ធិអ្នកមានគេទៅលងតបោកឬលងភ្នំដាក់សាកសពនៅកណ្ដាលដាក់អ្នកបំរើព័ទ្ធជុំវិញកប់ទៅទាំងអស់ជាមួយអ្នកបំរើនឹងល្មមឲ្យទៅបំរើនៅស្រុកខ្មៅទៀតបែបនេះលែងមាននៅឥណ្ឌាមានប្តីស្លាប់ដុតទាំងប្រពន្ធទៅជាមួយនេះក៏មានកប់ទាំងប្រពន្ធនេះក៏មានដែរឥឡូវក៏លែងមានដែរហើយមួយទៀតនៅខ្មែរយើងគេនិយមកប់សពដែរប៉ុន្តែមានប្រពៃណីចេះគាត់មានជំនឿមួយថាត្បូងអាហ្គេតត្បូងអាហ្គេតហ្នឹងគឺរកឃើញនៅប្រទេសក្រិកមុនសាសនាយេស៊ូ1500ឆ្នាំនៅទន្លេអាហ្គេតត្បូងហ្នឹងគេជឿថាជាត្បូងស័ក្តិសិទ្ធិមួយឃុំក្រងពលឹងមនុស្សមេតបធំធំតែមានត្បូងអាហ្គេតហ្នឹងនៅតាមខ្លួនទាំងអស់មេតបបុរាណខ្មែរយើងក៏យកត្បូងអាហ្គេតហ្នឹងមកឃុំពលឹងដែរថាត្បូងហ្នឹងជួយវិញ្ញាណទី7នៅណាកាន់ត្បូងហ្នឹងនៅណាក្បត់យើងនៅណាធ្វើអីយើងឆាប់ដឹងយើងឆាប់យល់ជាពិសេសមេតបម្ល៉េះហើយគេយកត្បូងអាហ្គេតហ្នឹងមកឆ្លាក់ធ្វើជាឡតនិងធ្វើជាកម្មគេដាក់ទៅជាមួយខ្មោចម៉ែឪដើម្បីទាញឃុំពលឹងគាត់ហ្នឹងឲ្យទៅឋានសួគ៌កុំឲ្យពលឹងហ្នឹងបែកឆ្វេងទៅណាដល់តែពេលយើងសិក្សាឃើញអញ្ចឹងយកមកគេទៅកាយតំបន់ពោធិ៍សាត់តំបន់នៅប្រទេសមានជ័យឧត្តមមានជ័យកាយបានអាឡតយើងហៅថាឡតក្នុងឲ្យត្បូងអាហ្គេតក្នុងយកឡតយកកម្មមកលក់រហូតដល់តែខាងរដ្ឋអំណាចចុះទប់ស្កាត់បើកុំចង់ដើរកាយភ្នៅបុរាណអស់ឥឡូវរកឃើញភ្នៅបុរាណដល់មានជ័យប្រទេសមានជ័យបាត់បងពោធិ៍សាត់ហើយនឹងព្រៃវែងភ្នៅបុរាណធំហ្នឹងខ្មែរយើងមានបញ្ចុះធ្លាប់ដាក់ពីងញោមពីដើមសម័យហ្វូណនចេញឡាដាក់ពីងហើយតែអាពីងហ្នឹងកាយឡើងមកវិញសប្តាហ៍ថ្ងៃដាក់តាមវត្តអាពីងវែងហ្នឹងគេសម្រាប់បញ្ចុះសពតែញោមឥឡូវយកមកដាក់ទឹកឆាន់លន់ដូច្នេះទៅឥឡូវគេបាត់អាភ្នូបុរាណហ្នឹងខ្មែរយើងកាយមានជំនឿរឿងពាក្យថាប្រឡងពាក្យថាប្រឡងប្រែថាគ្រឿងប្លង់យកទៅឲ្យខ្មោចប្រើយកទៅដាក់ទៅឲ្យខ្មោចប្រើបើខ្មោចវាយកទៅចោលក្នុងព្រៃគេដាក់ក្នុងព្រៃបើខ្មោចគេកប់ដីគេយកទៅកប់ដីដល់យើងទៅកាយរកឃើញដាក់រកឃើញបណ្ណាឆាកស្លាប្រដាប់បុកស្លាឃើញឈើច្រត់ឃើញកបិតបន្ទោះឃើញខ្សៀបានគេថាអាខ្សៀអាឈើច្រត់នេះតំណងបោះតាអាបណ្ណាឆាកស្លានឹងប្រដាប់បុកស្លាតំណងបោះយាយកូនចៅគេចង់ឲ្យយាយនឹងយកទៅប្រើនៅស្រុកខ្មោចគេកប់ទៅជាមួយដល់តែសម័យក្រោយគេបូជាដោយភ្លើងហ្នឹងក៏គេយកអាប្រឡងមកដាក់នឹងទីវិឆាកន្លែងបូជាហើយគេឲ្យធូបឲ្យលោកទៅឆាដល់ញោមណាហើយដល់ពេលក្រោយមកទៀតយើងយកគ្រឿងប្រឡងយើងមកដាក់ក្នុងផ្ទះក្នុងរោងបុណ្យឲ្យលោកឆានៅនឹងត្មងបានគេឲ្យប្រឡងមកពីដើមគេប្លង់ចោលនៅខាងរោងតម្រៃអាត្មានៅព្រៃវែងមានដាក់ប្រឡងអញ្ចឹងទីវិឆាឲ្យតែបូជាសពឲ្យដាក់ប្រឡងឲ្យលោកទៅឆាគេឲ្យធូបពង្រាយមកគេទៅគោះទ្វារគាត់លោកហើយលោកអូដាក់ប្រឡងឲ្យក្រមពីពោដាក់សងក្តីទៅវឹងញោមហើយឈើច្រត់មួយកសៀវទឹកមួយកលឹងទីវិឆា3ជុំឆាកយកមកលោកបាំងស្គលបានតែស្គរច្រើនលេខចិត្តចូលឆ្នាំនេះលោកចោលទៅដាក់ប្រឡងម្ដងឲ្យទូបែបព្រាយពីទីវិឆាមកដល់គាត់លោកតាគោះទ្វារពុកលោកតាថាប្រឡងមកឲ្យអាត្មាអញដាក់ជាពោសងក្តីទៅឆាកសិនដើរ3ជុំអត់ឃើញប្រឡងសោះត្រឡប់មកវិញមកដល់គាត់គិលីហៅលោកទៅបានបដៅវាមានអញ្ចឹងដែរដូច្នេះហើយមានជំនឿទៅចោះសពខ្មែរយើងមានកប់ទៅក្នុងដីហើយដល់ខែដល់ពេលវេលាកាយវិញគេហៅថាបុណ្យលើកធាតុណាញោមណារីឯចៅអធិការនិងអ្នកជាអិសរាជជនគេដាក់ឡតមានឡតដាក់ធ្វើដែកពឹកចំហុយទៅលើទៅក្រោមក៏មានឡតដីខ្សាច់ក៏មានឡតដីខ្សាច់គេលងស្នូកហើយគេដាក់សពទៅគេកប់ដីខ្សាច់តែ3 4ឆ្នាំកែដីខ្សាច់មកនៅសល់តែឆ្អឹងដីខ្សាច់ស៊ីសាច់អស់អានឹងគេលែងសូវធ្វើហើយនិយាយពីចិនជនជាតិចិនគេកប់ភ្នៅហ្នឹងចិនពីដើមនិងចិនឥឡូវខុសគ្នាចិនពីដើមគេមានជំនឿថាកប់សពម្ដាយនឹងឲ្យតន់ព្រះសិអាមេត្រីហើយដល់ចិនសម័យថ្មីគេគិតទៅពីរឿងហុងស៊ុយគេតាមពិតទៅរឿងនិទានមកអញ្ចេះព្រះសិអាមេត្រីមានកម្មពីជាមួយនឹងប្រកាសបៈព្រះកាសបៈដែលលោកប្រេតនិព្វានសប្តាហ៍ថ្ងៃនៅភ្នំមួយនៅប្រទេសឥណ្ឌានឹងព្រមកុកកដាបាតកុកកដាការីហ្នឹងណាហើយភ្នំហ្នឹងលោកនៅប្រេតនិព្វានទៅភ្នំហ្នឹងវាក្តោបលោកទុកនៅក្នុងហ្នឹងនៅអេរិយាបថសមាធិតែញោមពួកជប៉ុនទៅថតយកបានរូបហ្នឹងមកគេថាដល់ជំនាន់ព្រះសិអាត្រាស់ដឹងឡើងលោកទៅបូជាសពលោកនៅលើបាតដៃហ្នឹងបូជាហើយទៅបានលោកសម្ដែងធម៌ព្រះសិអាមេត្រីសម្ដែងធម៌មនុស្សស្ដាប់ពេលនោះនឹងបានសម្រាប់អ្នកផលលន់អញ្ចឹងទៅជនជាតិចិនគេនាំគ្នាកប់ឲ្យទាន់ដំណាក់កាលនោះព្រោះចិនមានជំនឿទៅលើព្រះកាសបៈខ្លាំងពីជំនាន់ដើមមកពីព្រះសិអាមេត្រីនិងកាសបៈមានកម្មពៀពីរឿងមតម្រៃប្រើតម្រៃឲ្យកាន់ដែកដុតក្តៅឲ្យគេមើលដើម្បីបានលុយតម្រៃនឹងវាគោរពចេតកាន់ទៅមកតម្រៃនឹងកើតជាព្រះសិអាមេត្រីនោះរីឯតម្រៃនឹងជាកាសបៈនឹងមានកម្មពៀគ្នាអញ្ចឹងបានព្រះសិអាមេត្រីទៅបូជាសពលើបាតដៃនឹងវិញហ្នឹងណា
ហើយដល់អាចិនសម័យថ្មីបើឲ្យរឿងហងស៊ុយគេតណាលពីបរោះម្នាក់ហ្នឹងម្ដាយស្លាប់ទៅអត់មានកន្លែងកប់ម្ដាយក្រពេកបីខ្មោចម៉ែដើរទៅឃើញធ្លុកកបីដេកហើយក៏យកទៅកប់ធ្លុកកបីដេកនោះណាស្រាប់តែកប់ឲ្យពូនភ្នោទៅចេះទៅគោរពថ្វាយអង្គមព្រឹកល្ងាចទៅបើឲ្យទេវតានៅជុំវិញហ្នឹងថែអាសាគាត់រស់ស៊ីមានដាច់គេមកភូមិនៅខ្លាចជាអ្នកមានតាគាត់ថាអាហ្នឹងវារស់ស៊ីមានណាមកពីវាកប់ខ្មោចម៉ែវាចំដីមានបើមិនជឿឲ្យវាកោះទៅដាក់ឲ្យឆ្ងាយមិនលែងមានណាតែគេបញ្ញុះគេថាណែឯងកប់សពម៉ែចំធ្លុកកបីហ្នឹងអន់ណាណោះអាកពូលភ្នំអាខ្ពស់អាដីថ្លៃបានវាសមរស់ស៊ីកាន់តែមានជាងហ្នឹងទៀតឃើញថាអើកាលហ្នឹងអញក្រគ្មានលុយទិញដីឥឡូវទៅទិញអាកពូលភ្នំហ្នឹងដាក់តែហ្មងយកសពម៉ែកោះពីធ្លុកកបីទៅដាក់អាកពូលភ្នំហ្នឹងវាឆ្ងាយយូរមកកាលនៅចិត្តនេះទៅថ្វាយអង្គមព្រឹកល្ងាចដល់តែឆ្ងាយមួយខែទៅម្ដងយូរមួយឆ្នាំទៅពីរដងយូរមួយឆ្នាំទៅម្ដងយូរឡើងទៅតែម្ដងដោះព្រៃដោះស្មៅទ្រុបមានអ្នកណាទេវតាដែលធ្លាប់ទៅថែអាសាលែងថែអាសាគាត់រស់ស៊ីក្រវិញដល់ចឹងទៅចាស់ថាណោអញថាឃើញដែរមកពីដីហ្នឹងក៏ដីមានឥឡូវទៅដាក់កន្លែងនោះឃើញឥឡូវឃើញវាក្រដែរឃើញដែរតាមការពិតទៅមិនមែនមកពីដីទេមកពីផលកតញ្ញូកប់កន្លែងណាដល់បើមានផលកតញ្ញូនៅតែមានអញ្ចឹងកន្លែងអន់ប្រហែលធ្លាប់កបីដីជ្រូកដីគេដែរឲ្យតែកូនមានផលកតញ្ញូនៅទៅរស់ស៊ីមានអញ្ចឹងណាញោមណាហើយដល់ទៅពេលយើងផ្អើលអាដីល្អប៉ុន្តែសប្តាហ៍ថ្ងៃអាត្មាប្រាប់មួយទៅចិននៅស្រុកខ្មែរសំណាងឲ្យទិញដីធ្វើភ្នូធំបាននៅស្រុកចិនគេប្រកាសឲ្យដុតទាំងអស់គ្នាទៅហើយប្រថាភិបាលចិនប្រកាសឲ្យបូជាដោយភ្លើងទាំងអស់ពីព្រោះបើម្នាក់ភ្នូមួយ100លានអ្នកភ្នូ100លានយុពេញប្រទេសសត្វតែភ្នូរីឯនៅអាមេរិកទិញដីបញ្ចុះភ្នូនឹងបានប៉ុន្តែមានកំណត់ដល់កំណត់ឆ្នាំទីវាជុំចោលវិញអត់មានឲ្យខុសមកយកបានទេអញ្ចឹងណាដូច្នេះហើយយើងសំណាងហើយនេះរឿងចាត់នៃការបូជាសពតាមរយៈការបញ្ចុះក្នុងដីឥឡូវមួយទៀតពិធីជាបណកិច្ចដោយបូជាដោយភ្លើងយើងបានកោតបានភាពយកមកទុកដាក់នេះយើងយកលំនាំតាមព្រះនិងតាមលំនាំស្ដេចចាស់ញោមព្រោះព្រះអង្គគ្រប់អង្គគឺបូជាដោយភ្លើងហើយស្ដេចចក្រក៏បូជាដោយភ្លើងការបូជាដោយភ្លើងល្អជាងគេណាញោមណាពីព្រោះថាវាជាលំនាំរបស់ស្ដេចចក្រនិងលំនាំរបស់ព្រះអញ្ចឹងយើងធ្វើតាមព្រះល្អប្រពៃហើយបានធាតុយកមកគោរពបូជាមានរឿងនិទានច្រើនពាក់ព័ន្ធទៅនឹងសពនឹងប៉ុន្តែអាត្មាគ្រាន់តែនិទានឲ្យញោមផ្លែកភ្នែកតែប៉ុណ្ណេះផ្លែកវិជាតែប៉ុណ្ណេះទៅចុះហើយខ្មែរយើងហើយនឹងជនជាតិភាគតិចគេរកឃើញនៅឥណ្ឌូនេស៊ីមានអាជំនឿមួយបើថាយាយនឹងកើតនៅស្រុកណាគេត្រូវយកទៅកប់នៅស្រុកក្នុងទៀតអស់ហើយបើរកស្រុកកំណើតមិនឃើញទេអាចារ្យគេមានវិធីធ្វើឲ្យខ្មោចនាំផ្លូវទៅប្រាប់ស្រុកកំណើតទៀតអស់ហើយដល់តែមានជនជាតិភាគតិចមួយក្រុមទៀតនោះគេមិនកប់មិនដុតមិនបូជាប៉ុន្តែគេទុកខ្មោចបាន300-400ឆ្នាំញោមទាយស្រាមមកគេទុករបៀបម៉េចគេឆ្អើភ្លើងដូចអាញីញោមអានោះសម្រាប់មេកធៀងធំឥឡូវញោមណាចង់ឲ្យគេឆ្អើអីប្រាប់ចៅឲ្យឆ្អើសាមបាន300-400ឆ្នាំដែរថាឆ្អើដូចអាញីអញ្ចឹងណាញោមណាហើយឥឡូវគេរកឃើញនៅស្រុកខ្មែរយើងនៅភ្នំប៉ែលញោមពីងនឹងមឈូគេតម្កល់នឹងយ៉ាភ្នំនៅទល់សប្តាហ៍ថ្ងៃច្រើនណាស់ឥឡូវប៉ុណ្ណេះទៅចោះបនជាបណៈកិច្ចអ្នកណាដែលមកចូលរួមពេលនោះបានបនច្រើនបានអានិសង្ស17កាប់18កាប់និង20កាប់បើគ្រាន់តែពិចារណាថាវាមិនទៀងកើតមកអានិច្ចំវាមិនទៀងអញ្ចឹងស្លាប់ទៅវិញមិនដឹងថ្ងៃណាអញ្ចឹងបានអានិសង្ស17កាប់បើពិចារណាថាទុកខាងកើតមកវាមានទុកតែគេទាំងយើងទុកដូចតែគ្នាទេវាគ្រាន់តែមុនហើយនឹងក្រោយបានអានិសង្ស18កាប់ហើយបើពិចារណាថាវាអនត្តាមិនអាចទៅណាខាត់បានទេកាលណាមើលលែងឃើញថ្មិញបាក់សក់ស្កូវជ្រីងជ្រួញថ្ងៃណាមួយស្លាប់ដូចតែគ្នាម្ដងគេម្ដងយើងប៉ុណ្ណេះបានអានិសង្ស20កាប់ប៉ុន្តែបើគ្មានពិចារណាអីសោះអញមកទៅឲ្យគេឃើញមុខដែរពុទ្ធត្រូវជាកូនត្រូវជាចៅដែរតាណាសូត្រធម៌អីសូត្រទៅជជែកគ្នាសោកវ៉ែពេញទៅនឹងទៅអាហ្នឹងអត់សូវបានបុណ្យប្រមាណទេណាញោមណាហើយអ្នកជួយហែជួយហោមអមដំណើរមានយានជំនិះដឹកអីជួយហ្នឹងមនុស្សហ្នឹងសបោញាតទៅណាក៏សបោរនស៊ីលក់ដូរទិញចំណេញចំណូលអីគឺថាភ្ញៀវអតិថិជនចូលដល់ស្រានៅប្រទេសអាមេរិកនៅប្រទេសគេគោរពឡានសពនឹងខ្លាំងណាស់ញោមណាហើយបើជនជាតិចិនផងក៏បានដឹកសពនឹងគេអរណាស់ធ្វើឲ្យមនុស្សនឹងសបោញាតសបោភ្ញៀវទីជាមហាស្នេហ៍មួយតាក់ទិញភ្ញៀវហ្មងដូច្នេះហើយអ្នកបូជាសពបានបន់ច្រើនដូចជាយុសកលបុត្រកើតមកលើគំនរទ្រព្យសម្បត្តិហ្នឹងក៏ដោយសារអានិសង្សបូជាសពគេនឹងចូលរួមហែសពគេពីមុនឥឡូវឈានចូលដល់បុណ្យទី3គឺបុណ្យតក្កិណានុបទាន
แต่ขณะนกเตียนคือกรรมวิธีพญาสหอยไปจูนแต่เอาเนี่ยสลับกรรมวิธีพญาสหอยแต่เอาเนี่ยสลับนี่วิเมียนใบตีมวยกิจเวงไงสลับเกี่ยวกับแม่ตะกะเตียนหรือแม่ตะกะพอดตีปีกิจเวงไงผมเปิ้ลเกี่ยวกับบอลผมเปิ้ลไงตีใบกิจเวงมาโรยไงเกี่ยวกับบอลมาโรยไงอันเล่ากิจเวงในไงตีผมเปิ้ลให้ไอ้บ้านกิจเวงไงตีผมเปิ้ลโยมาขนมประเทศขมายยังมีจุ่มเนื้อใบกระลองเตยห้อยผมเปิ้ลไงเนาะการไปยังในเชื่อศาสนาดาวแต่เนี่ยสาวเชียวหาทาศาสนาโอโซวาสิตหรือหาทาโอโซวาสีเนี่ยคลาหาทาศาสนาชีวจรเกี่ยเชื่อท่าจุ่มเนื้อโดนตาเราก็เรียนตามาจากตึกมาจากได้จุ่มเนื้อนมมุ่นพระพุทธศาสนามุ่นปรุมัญศาสนาขมายยังเชื่อท่าเนี่ยสลับเตยตอนดังครูนี่ตอนดังไงตีผมเปิ้ลอันดังครูเนี่ยหาเกี่ยเคยยังเราเกี่ยสลับมันบ้านมันดังท่าอันสลับหายบางมายุ่มเลี้ยกินเลี้ยกับนามันเราหายขนมสมัยดาวนกกีเรียบจอมสำนานแทนเปลี่ยนมวยขนมไงตีผมเปิ้ลนั้นจูนตำนายขมายเกี่ยหาทางขมายดังครูไงตีผมเปิ้ลให้จอบพนดกำลังนั่งเมาบานจีเนี่ยคลาโกนดาวเจ้าไม้เจ้าอดจุยถ้วยกายซะตอนเราเป็นไงนามวยพี่อันเลิกมาจุยถ้วยบนมาจุยถ้วยกาเงี้ยไม้ไอ้ที่ทางงานเด็กตำเพียดังครูมือแต่ขมายเปิลง่ายแต่อันนั้นเป็นจอบพนดกำลังนั่งมวยกันประตูมาเตี้ยศาสนาปรุมัญสายโจรมายืมชื่อปรุมัญศาสนากรุปตามกัมปีสามเวทยุทธเวทอัฐารวะเวทนั่งกัมปีอุปสรรคชื่อตะเลือพระวิษณุพระนรีพระอิโสพระศิวะนั่งพระพรหมไอ้เมียนพิธีตะปะโยแกะเสวะเรียนไตรเมียนลัทธิปลังหายปลังกิธามนุยืงมันเนี่ยเมียนปลังบุญตันดอกปลังอยู่อันนั้นเป็นสันดานยาวเชื่อได้ปนอยโยมสามเป็นพลายติเจียนะโยมนะปลังตั้งบุญตันดอกนั่งไอ้คือทางใดตะเพลิงช้อนปลังบุญเบิกขวาเทียนช้อนสลับขวาเทียนเพลิงสลับขวาเทียนใดเทียนตึกก็สลับจังอันนั้นเทียนตังบุญนั่งความเมื่อบานเนี่ยปลังบุญรูปเป็นเนียสัญญาสองคางนั่งบิญญ์ยังให้ทางคางปรำปลังปรำเทียนโบกเตอร์บุญให้กรุ๊ปทวีปในติเจียจิมอมกมดตัวมีนดอกทวีปมีนปลังดอกเทียนสระเตอร์ปลังบุญตันดอกปลังบุญตันดอกนี่ขนมมนุษย์มันเนี่ยมีเนี่ยราซาปลังบุญเนี่ยไปปราณไปคอนไปเทียนมันเนี่ยราซาไปพระตัวทั้งไงตรองมันเนี่ยไปทั้งไงตรองตัวละงี้มันเนี่ยไปหนึ่งงี้ตัวกระดาษริดมันเนี่ยไปกระดาษริดตัวพระรักษาปลังนั่งจำเอาตำนั่งมาจากคลูนตามระยะแยะแน่แยะจมอกแยะมกแยะมอดแยะได้แยะเชื้อนั่งปะพนงเซ็งหนึ่งโยนสอบเนี่ยคลาคาอันแยะแน่นั่งไม่ก็เป็นดังมุนขยมเอาบนเกยแยะแน่ปลื้มโอมกาเต้ปัญญาแต่เพียงไรมีเรื่องแต่ต้องช่วยชิมวยตาละมั้งอันแยะแน่ช่วยนั่งมีเรื่องแมนไงเคยมาบนเตี้ยแยะแน่ช่วยปลื้มอันตอนตั้งได้คลาช่วยชิมวยตาที่ไหนเนยจอบบอลยกตั้งได้จับได้ยกสบายจึงบาดต้องเอาติ่งมาสั่งมันมาเพย์$จีโมโตดอกดาบแล้วใบกองเตี้ยเชียงได้ก็ลิงงอกสมองอันมีเรื่องเตี้ยเฮ้ยก็จะนำให้อันในช่วยนั่งตั้งแต่มีเรื่องมาไว้จุกตัวทั้งจอบในที่มันจะบานดังหมดเนี่ยราซาปลังตามเนี่ยคลาตักยมแย่มอดบานจำในชิงันเป็นแย่มอดกล้องดังชูคเนียร์มั้งปากไก่คเนียร์เป็นแย่เชื้อเกี่ยวกับโบนดาวเลี้ยเป็นแย่กบ้านมีพิวพลาทิศมีแบบโนลใช่แบบโนลจอโยซอมเจจับพิธานมันก็เนี่ยราซาปลังปรำมนุษย์ยังมันเนี่ยชั่วโมงอ่านโดยคเนียร์มกอ่านโดยคเนียร์กิสแกนฉลองประเทศเอาไว้ในข้อนี้คือกระยายใดเอาโดยคเนียร์เองขนมเปรี้ยมกิธาอ่านนั่งประวัติรูปมนุษย์มันเนี่ยคือจะเซเลนใดนั่งอายุเป็นแนเมียนประปนอายุเป็นแนประปนเมื่ออายุเป็นแนประปนปีอายุเป็นแนเมียนโกนอายุเป็นแนบานกลางเงี้ยทั่วอายุเป็นแนชื่อทั่วอายุเป็นแนสลับเป็นวิ่งผู้เปรี้ยมกิเจมือละนั่งยนสตาร์ซอประวัติรูปยังตั้งกับเบงกบามนั่งพยังเอาเจมือเลยเคยนั่งเบงกบามนั่งทำอะไรดอลลาร์เปกิธามุนนั่งสลับเป็นลังโตคลาจังเตยไงสลับเป็นลังทมจังปีดามเป็นมนุษย์ชื่อที่หายเป็นลังสันหายเป็นลังโจรกรุ๊ปที่ทำมนุษย์เชียร์เป็นลังโจรมันกรุ๊ปก็เอาทัวร์บอลตำราหายเป็นลังในเนียนได้ยังมาเคยหายได้มาเวอมาทาซาโกนซาใจสบยืงเป็นมนุษย์ยืงที่ทำเป็นลังจานจันบานไทยไอ้ยุจันระบบเป็นลังนั่นยังดาวตั้งที่ทาคลายไอ้มวยต้องชูลังชูซอกที่ให้จมือลูกเป็นลังอันนั้นลูกเป็นลังไทยชูลังชูซอกที่ทำเป็นลังคลาจังนำไปเพียบ้าที่ตอนละหายเป็นลังมาโจรกรุ๊ปเป็นพวกเป็นลังเวลาโบแต่คลายเป็นลังบวนกับนอกไอ้ดอลอะไรจังเตอเนี่ยปูปีดามพวกกิแซนเป็นลังแซนได้ไอ้ดอลมวยเตี้ยโยไม้เรื่องให้เป็นลังนั้นเนี่ยคลาปะทะดาวมองมันในไอ้ยกตัวเรือไปดาวออกเพราะกดรุดพึ่งมาแปลพิธาขยมมันเป็นลังจองซอกไม่ต้องเป็นลังจองซอกถ้าเป็นลังนั้นไปจังดอลจองซอกในตั้งที่ที่ระบบแต่ของเขาไม่อยากเลยมีตังมาเป็นจัว
ដល់ថ្ងៃស្លាប់អាបលឹងធំវាចេញគេថាអត់តាន់អស់ទេនៅបលឹងរីរងបលឹងរីរងហ្នឹងចេញថ្ងៃទី7ថ្ងៃទី7បានបលឹងរីរងហ្នឹងទៅបានគេរៀបចំសំណែនសែនព្រានមួយឲ្យចំថ្ងៃទី7ហ្នឹងដើម្បីឲ្យបលឹងហ្នឹងយកទៅឲ្យជុំគ្នាកើតកំណើតថ្មីអានេះបណ្ដេះទៅចុះសាសនាព្រាហ្មណ៍គេធ្វើអញ្ចឹងខ្មែរយើងធ្លាប់មានជំនឿហ្នឹងមួយសារហើយដល់ពុទ្ធសាសនាផ្សាយចូលមកលែងនិយាយពីលទ្ធិបលឹងនិយាយពីចុកទេបដិសន្ធិកើតហើយត្រូវស្លាប់ហើយត្រូវកើតលើកលែងតែព្រះអរហន្តលោកអស់អវិជ្ជាតណ្ហាឧបាទានកម្មលោកលែងកើតហើយឯវត្ថុជនយើងត្រូវកើតស្លាប់របស់ព្រះអរហន្តគេហៅថាសមុច្ឆេទមរណៈស្លាប់របស់យើងវត្ថុជនរាល់ថ្ងៃនេះទី1ខណៈមរណៈគឺស្លាប់ដៃស្លាប់ជើងជ្រុះសក់បាក់ថ្មិញស្លាប់មួយខណៈបកែចាំហើយឥឡូវបកែភ្លេចម្ដងស្លាប់ចុងក្រោយនេះគេហៅថាសមតិមរណៈស្លាប់ដោយសន្មតមានន័យថាស្លាប់ទៅនៅកើតទៀតណាញោមរូបរាងកាយចាស់នេះប្រើលែងបានដូរយករូបថ្មីមួយទៀតទេនៅកើតទៀតហេតុអីបានជាវត្ថុជនយើងនៅកើតទៀតព្រោះយើងនៅជាពាក់អវិជ្ជាតណ្ហាឧបាទានកម្មអ្នកខ្លះខ្ចីលុយគេអត់តន់សងទេនឹងត្រូវកើតមកសងលុយគេអ្នកខ្លះលួចលុយគេរត់អត់ព្រមសងទេនឹងត្រូវកើតមកធ្វើខ្ញុំពង្រើគេសងមកអស់លុយនឹងដែរអ្នកខ្លះប្រាថ្នាចង់ឲ្យបានកើតជាអុកញ៉ាជាអ្នកធំឲ្យស្អាតឲ្យល្អនឹងត្រូវកើតមកស្អាតត្រូវកើតមកមានតំណែងធំយើងនៅជាប់ជាពាក់អញ្ចឹងខ្ញុំមើលគេដែរអ្នកខ្លះវាយគេរត់ទៅនឹងត្រូវកើតមកឲ្យគេវាយវិញដែរអញ្ចឹងបានថានៅកើតចុះអ្នកដែលមានអារម្មណ៍ជាប់ជាពាក់អ្នកខ្លះស្លាប់ទៅហើយអឡោះអាឡៃផ្ទះអឡោះអាឡៃសំបែងអឡោះអាឡៃកូនចៅដីធ្លីមនុស្សនេះស្លាប់ទៅអត់ទាន់ទៅណាទេស្លាប់ទៅនៅកើតបដោះអាសន្នក្បែរហ្នឹងគេហៅថាកំណើតសម្ភវេសីសកំណើតអាយុគាត់ច្រើនដល់7ថ្ងៃទេក៏តទៅទៀតអត្តនឹងហើយដែលកូនខ្លះថាអូយបលឹងម៉ែបលឹងឪមកឲ្យកូនឃើញមកបញ្យល់សពប្រាប់ថាម៉ែនៅឃើញគេធ្វើប៉ុនចេះគេធ្វើប៉ុនចុះយើងហៅថាបលឹងម៉ែបលឹងឪមិនមែនបលឹងទេគឺកំណើតបដោះអាសន្នគាត់កើត7ថ្ងៃណាញោមណាកើតនៅក្បែរនឹងដូចទេសៈពិខុស្រឡាញ់ជីពោថ្មីមិនហ៊ានប្រើចេះតែទុកចាប់តែឈឺធ្ងន់ស្លាប់ទៅកើតជាចៃខ្មោចនៅនឹងជីពោហើយពិខុសង្ឃយកជីពោចៃគ្នាចៃនឹងស្រែកថាចោទៅដើមជីពោខ្ញុំមកចោហើយពិខុសង្ឃមានស្ដាប់អីឮសំឡេងចៃមិនដឹងប្រមាណមេហ្គាហឺតផងម្ល៉េះហើយបានពុទ្ធទ្រង់យាមដឹងខាត់ពិខុសង្ឃក៏មកចៃគ្នាឲ្យទុកសិនហើយព្រះអង្គដាក់បញ្ញត្តិថារបស់ព្រះសង្ឃចង់ឲ្យទៅនរណាឲ្យនៅរស់ឲ្យតែលោកសគុតទៅខ្លាចជារបស់វត្តជារូបភ័ណ្ឌទុកសម្រាប់វត្តលះរូបភ័ណ្ឌត្រូវចែកគ្នាប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យហួស7ថ្ងៃសិនបានជាលោកសក្តិស្លាប់ទៅគេបិទទ្វារគាត់សក្តិ7ថ្ងៃចោលសិនមកពីហេតុអីបានព្រះអង្គយល់ដឹងថាសត្វលោកដែលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់កើតជាសម្ភវេសីសកំណើតបដោះអាសន្ន7ថ្ងៃចឹងម៉ែយើងឪយើងក៏ដោយស្លាប់ទៅបើអឡោះអាឡៃជាមួយកូនជាមួយចៅនឹងមានន័យថាគាត់អត់ទាន់ទៅទេណាញោមគាត់កើតបដោះអាសន្ននៅក្បែរយើងនឹង7ថ្ងៃដល់ថ្ងៃទី7បានគាត់ចេញដំណើរទៅបានជាយើងធ្វើបុណ្យឲ្យតនណាថ្ងៃទី7ហ្នឹងហៅថាបុណ្យ7ថ្ងៃរឿងរ៉ាវពីជំនាន់ព្រះយាយតា2នាក់ហ្នឹងមានកូន4ដណ្ដប់នាក់ហើយរៀបចំកូនខ្លះនៅសល់ខ្លះដល់ទៅពេលគាត់រៀបស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់នឹងកូនទៅវិលអានេះចែកគេអានោះមិនទាន់ចែកគេដល់គាត់ស្លាប់ទៅកើតជាប្រែតបដោះអាសន្នអស់7ថ្ងៃនៅក្នុងភូមិនឹងបែបផ្ទះហ្នឹងអត់ចំណីអាហារកូនមិនបានធ្វើបុណ្យដោយញោមចឹងឯងប៉ុន្តែកូននាំគ្នាយំមកល្ងៀមពេញផ្ទះស្ដាយម៉ែស្ដាយឪដល់តែកូនបងគេនឹងលួងប្អូនតោះយើងលែងយំលែងអីនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យទៅបញ្ចប់មួយថ្ងៃទី6ថ្ងៃទី7ហ្នឹងធ្វើបុណ្យក្រេកហើយទៅឧទ្ទិសទៅឲ្យម៉ែឲ្យឪហើយមិនដឹងថាបានមិនបាននេះទៅថ្វាយអង្គមសួរព្រះនាំបងប្អូនទាំងអស់នេះទៅរកព្រះហ្នឹងទៅថ្វាយអង្គមសួរថាព្រះអង្គហើយឪពុកម្ដាយខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាទៅព្រះអង្គហើយបុណ្យខ្ញុំធ្វើទៅគាត់ទទួលបានអីអត់បានពុទ្ធពំភ្លឺប្រាប់ថាអ្នកទាំងអស់គ្នាឪពុកម្ដាយអ្នកទាំងអស់គ្នាណាពេលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនចៅជាមួយទ្រព្យសម្បត្តិនៅវិលអត់ទៅណាគាត់ស្លាប់ទៅកើតជាប្រែតអស់7ថ្ងៃកំពុងតែអត់ចំណីអាហារឃ្លានណាស់ស្រាប់តែកូនធ្វើបុណ្យថ្ងៃទី6ទី7ហ្នឹងឥឡូវឪពុកម្ដាយបានទទួលផលបុណ្យហ្នឹងហើយសោយសម្បត្តិទឹកជាទេវបុត្រទេវធីតានៅលើនោះហើយបើកូនមិនជឿទេចាំមើលព្រះអង្គយកសាវកទាំងអស់ជាសាក្សីពេលនោះឯងប្រើមហាមោគលានឲ្យទៅផ្លែមោគលានទៅដល់ឈប់មុខវិមានទេវតានោះទេវតាចេញមកសួរថាដេគុណម្ចាស់និមន្តពីណាមកពីស្រុកមនុស្សដេគុណម្ចាស់ទៅប្រាប់កូនខ្ញុំកណាផងកាលពីខ្ញុំកណាស្លាប់មកកើតជាប្រែតអស់7ថ្ងៃដេគុណឲ្យហេវហត់អស់កម្លាំងឃ្លានណាស់ហើយស្រាប់តែដល់ថ្ងៃទី6ទី7កូនគេធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំស្រាប់តែខ្ញុំទទួលផលបុណ្យពីកូនបានសម្បត្តិទឹកមកកើតក្នុងឋានសួគ៌នេះបានរបស់របរមិនខ្វះសោយសម្បត្តិទឹកនេះដោយសារផលបុណ្យដែលកូនបានធ្វើឲ្យមកចឹងហើយឲ្យត្រឡប់ទៅវិញទៅប្រាប់ដល់កូនផងខ្ញុំណាមោគ
ពលានលើតំណែងនឹងហើយចុះមកវិញក៏មកប្រាប់ដល់កូនកូនថាអ្នកទាំងអស់គ្នាអើយម្ដាយឪពុកអ្នកទាំងអស់គ្នាពេលស្លាប់ទៅនោះទៅកើតជាប្រែតអស់7ថ្ងៃប៉ុន្តែឥឡូវនេះគាត់រួចពីកំណើតប្រែតហើយបានទៅកើតក្នុងឋានសួគ៌ដោយសារបុណ្យកូនធ្វើកាលពីថ្ងៃទី7នោះហើយគាត់ផ្ដាំមកថាឲ្យកូនកូននឹងខំស្រឡាញ់គ្នាខំធ្វើបុណ្យត្បិតថាម្ដាយឪពុកជាទីស្រឡាញ់របស់កូនក៏កិច្ចមិនផុតពីសេចក្តីស្លាប់ដែររីឯកូនទាំងអស់ក៏មិនអាចកិច្ចផុតដែរបើអញ្ចឹងអស់ពីម៉ែពីឪទៅសូមកូនស្រឡាញ់គ្នាសូមកូនជួយខំធ្វើបុណ្យសុំទានទៅថ្ងៃណាមួយកូននឹងបានប្តឹងរឿងនេះពិតប្រាកដនឹងបានកើតក្នុងឋានសួគ៌ដែរបានកូនកូននឹងនាំគ្នាធ្វើបុណ្យត្រេកអរណាស់នៅស្ដាប់កូនកូននឹងគេនឹងអង្គុយចាំស្ដាប់នឹងមុខព្រះនឹងដល់មុខពលានចុះមកនាំតំណឹងមកប្រាប់ពីអណាស់ញោមហើយឮថាបុណ្យនឹងបានដល់ម៉ែឪទេធ្វើថ្ងៃទី7ហ្នឹងបានដល់ម៉ែឪគេក៏នាំគ្នាត្រេកអរហើយធ្វើបុណ្យនឹងតគ្នានឹងតាមរឿងនឹងរហូតសពថ្ងៃមកដល់ថ្ងៃហ្នឹងអញ្ចឹងទៅឲ្យតែម៉ែឪស្លាប់នាំគ្នាធ្វើបុណ្យ7ថ្ងៃតាមរយៈរឿងនឹងរហូតមកអញ្ចឹងទៅតាមពិតមិនមែនប្រពុតនឹងដាក់បទបញ្ញត្តិបញ្ជាមកទេមិនមែនព្រះអង្គថាទេអ្នកទាំងអស់គ្នាត្រូវទៅធ្វើ7ថ្ងៃអត់ទេមកពីយើងសិក្សាឃើញរឿងហ្នឹងទៅគឺយើងធ្វើឲ្យតថ្ងៃទី7ហ្នឹងក៏ជាប់ប្រវត្តិហៅថាបុណ្យ7ថ្ងៃទល់សពថ្ងៃទៅណាយល់ណាហើយលើកពីនឹងទៀត100ថ្ងៃចាំពេលក្រោយចាំនិយាយឥឡូវតែប៉ុណ្ណេះទៅចុះអញ្ចឹងហើយសូមឲ្យលោកយាយឧបាសិកាឆៃកំលីទៅនៅទីកន្លែងណាសូមឲ្យទទួលកុសលផលបុណ្យពីកូនចៅបានធ្វើទៅនេះសោយសម្បត្តិគិតតាមប្រាថ្នាចុះដោយក្នុងធម៌ថាបើគាត់បានកន្លែងខ្ពង់ខ្ពស់ហើយរឹតតែខ្ពង់ខ្ពស់ថែមទៅទៀតតែបើគាត់មិនទាន់បានទីខ្ពង់ខ្ពស់ទេនឹងរួចពីកំណើតអស់នោះទៅកើតក្នុងទីខ្ពង់ខ្ពស់ក្នុងថ្ងៃទី7នេះហើយមួយអន្លើដោយញាតិកាសាលហិតដែលបាត់បែកចែកឋានទៅជីដូនជីតាមកកងចឹកចែសោហៀទៀអ៊ីពេកៅកងសោអានអំសឹមខ្មោចមុនខ្មោច100ជាន់1000តាទូទីទូតាលាយលាជាមិត្តរបស់ម្ចាស់បុណ្យជាញាតិរបស់ម្ចាស់បុណ្យព្រៃជាញាតិរបស់ភ្ញៀវកតញ្ញូព្រៃក៏សូមឲ្យទទួលកុសលផលបុណ្យសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នារបស់គ្នាណាញោមណាសូមទេវតាអនុមោទនាបុណ្យផងនាំតំណែងទៅប្រាប់ដល់ញាតិទាំងនោះផងសូមទេវតាថែអាសាកូនរស់រានមានជីវិតនៅនឹងទាំង9គ្រួសារនោះឲ្យសុខសប្បាយរហូតតទៅឯយោញាតិតែមកចូលរួមទាំងយាយទាំងតាទាំងអាចារ្យដូនជីនារីបរោះហើយតស៊ូណាស់យកមកឲ្យស្មានឲ្យហើយនៅតែមិនតាន់ទៅផ្ទះឥឡូវដល់ម៉ោងទៅហើយចឹងសូមឲ្យយោទាំងអស់គ្នានឹងអាយុវែងសុខភាពល្អកុំឲ្យមានជំងឺឲ្យកូនចៅទទួលទានមានបានការវិគុំនិច្ចតិជុំញោមញាតិមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាក្នុងចិត្តនឹងសូមឲ្យបានសម្រេចជាពិសេសអាត្មាជូនពរពិសេសជាងគេហ្នឹងគឺសុខភាពល្អកុំឲ្យឈឺណាកុំឲ្យមានគេចំណែននឹងគេឈ្លានេះគុំគុំជាបាត់បៀតបៀនចាក់ចុចអុចអារំដាលដុតពលរុលពុតចាក់បាត់ចាត់ពុតប្រកាន់មួយប្រកាច់មើលងាយច្មោះនោះលើគឺដងដៀមដាំជឹងក៏ចាញ់ចាស់ឡើយបុណ្យនេះបានទាំងយាយទាំងតាអាចារ្យដូចជានារីបរោះទាំងភ្ញៀវកតញ្ញូទាំងអ្នកចុងភើងអ្នកដឹកអ្នកជូនអ្នកសន្តិសុខសម្រាប់ខ្នប់អ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នករៀបរួមអ្នកខ្វល់ខ្វាយចូលចាប់អ្នកថតទៅផ្ទះបាត់ហើយក្នុងទីនេះក្តីសុខឲ្យបានបុណ្យកុសលនេះថែអាសាការពារជីវិតរបស់ញោមញាតិរស់នៅឲ្យបានយូរសប្បាយដោយសេចក្តីប្រាថ្នាញោមញាតិមានបំណងប៉ុនប៉ងយ៉ាងណាធ្វើមកអុចប្រាថ្នាយ៉ាងណាដែលអាត្មាស្ដាប់មិនលឺទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួននោះបានសម្រេចដោយគោលបំណងការសម្ដែងសន្មតថាចង់តែ